đôi chỉ phơn để bị cháy về tay để luật vấn đề về chế cháy to từ tiệt từ dừng mình bàn mơ tới khơi thà về luật thì vấn đề về cháy hết về luật hay bàn về cháy to mà tiệt rồi sao về miền phải cháy về miền về miền là ha rồi bọc phơn nâng từ nâng smile nâng chờ nâng đã tới về chế cháy to từ tiệt vấn đề để cháy hết về luật từ thì họ đôi thà về cháy real thì cao từ lệnh chẳng năng ảnh để phơn vì kháng cao nâng về mình từ nơi đòi kháng lệnh ấy nó thế năng ảnh về luật từ thế bàn té dân hai trở về real bàn đây là bị cháy to từ tiệt đạp phơn thay từ tiệt thế thì miền smile miền prey miền thay tới có việc chỉ phải cháy ơi đạt phơn nâng chạy cháy từ tiệt tới bàn về to bây giờ đạt môn chẳng thời đạt môn nó về luật từ thế chỉ biết nhớ về đôi khi chẳng cả thấy về luật tới về tay miền phải cháy ở cao to mà tiệt màu miền phải cháy ra đôi thà con cha chăm những hàn phút bò sạt dương tu tiên là hà ấy nó có chỉ phải cháy mũi này khang rùp hay thà hà ra chỉ rùp tới hay ốp tham đo cam mà chỉ rùp phong chất ta chỉ rùp phong một ta chỉ rùp phong miền rùp bạ chi vì tân tri ấy sẽ từ ruột nơi ban đôi anh đạt chỉ kiêng chăng năng anh chơi để cháy to từ tiệt tới cháy muốn chơi từ luật tới chỉ vết chăng đôi chiên đạt chỉ kiêng để sài pre nhà sài bị cháyឬក៏đôi chia tiên mà đâm đây cầm pung cháy chăng chỉ vết dừng năng về chơi từ miền phải cháy ở cháy to mà tiệt màu năng ảnh dừng mơ tới về khơi như rồi luật vấn thế bây giờ kết nào mình chăm bàn dây đo từ bàn nhái đấy rồi ní trầm tè ở tè hó dừng kết tới bà này năng ảnh dân đăng thà đạt tiền nó về rồi luật hai những kiêng nâng bàn về offering hay ní còn để chỉ cả lược lại khơi thà cả rồi luật nâng trắng vấn thế đo từ pe về offering offering cheឬក៏ដូចជាភ្លើងឆេះព្រៃអីហ្នឹងវាអស់អ្វីឲ្យឆេះទៅអាហ្នឹងយើងហៅថាវារលត់វារលត់ត្រង់ដែលអត់មានអីដែលឲ្យឆេះបន្តទៅទៀតហ្នឹងហ្នឹងឯងអាហ្នឹងយើងហៅថារលត់អញ្ចឹងវាខុសគ្នាអ្វីដែលឆេះហើយកើតហើយវារលត់ទៅអាហ្នឹងផ្សេងមួយទៀតយើងហៅថារលត់ព្រោះវាអត់មានឆេះតមកទៀតនឹងឯងចឹងមួយគឺថាឧបាតៈនិរោធមួយអនុបាតៈនិរោធនៅក្នុងវត្តសង្សារហ្នឹងដែលវាចេះតែមានតមកហ្នឹងដោយសារវាមានបច្ច័យនៃជីវិតក្នុងហ្នឹងវាមានកម្មណាសំខាន់ណាស់ដែលចាត់ចែងរៀបចំជីវិតគ្រប់ភពជាតិកំណើតហ្នឹងដែលបញ្ញាអប់រំទៅបានឃើញថាបញ្ញាចក្ខុហ្នឹងក៏ណាបានឃើញអំពីជីវិតនឹងឯងប្រព្រឹត្តទៅតាមកម្មហ្នឹងព្រះអង្គសម្ដែងនៅក្នុងវាសេតសូត្រកម្មមុណាវត្តតិលោកោកម្មមុណាវត្តតិបជាកម្មនិពន្ធនីសត្តារថាសានៃវយយតោហ្នឹងគឺសត្វលោកប្រព្រឹត្តទៅតាមកម្មចឹងអត់មានការចាត់ចែងរៀបចំពីទេវតាប្រអិនប្រព្រំណាទេគឺនៅលើយថាធម្មវេទនីកម្មឧបបច្ចវេទនីកម្មអបរាបរិយវេទនីកម្មនឹងឯងពូជនៃនរៈបែបទេឆានរសោកាយនោះទេវតាអីគឺនៅក្នុងកម្មនឹងទាំងអស់នឹងព្រះអង្គក៏បានណែនាំឲ្យវាសេដ្ឋមានុបហើយនឹងភារទ្វាជានឹងបានជ្រះថ្លាទាំងពីរហ្នឹងជាសិស្សរបស់ព្រាហ្មណ៍មានគ្រូធំវាសេដ្ឋមានុបហ្នឹងសិស្សរបស់បោករសាតិព្រាហ្មណ៍ហើយភារទ្វាជាហ្នឹងជាសិស្សរបស់តារុក្ខព្រាហ្មណ៍ហើយជាអ្នករៀនជាប់អំពីត្រៃវេទហ្នឹងហើយវាសេដ្ឋមានុបហ្នឹងក៏បានមានទស្សនៈថា
ជាព្រាមហ្នឹងដោយសារសិលដោយសារវត្តបរិបត្តិល្អត្រឹមត្រូវហើយភេរទ្វាជាថាមកអំពីវណ្ណៈជាតិតកូលបរិសុទ្ធទាំងមេត្តាបិតាជជែកគ្នាអត់ត្រូវហើយទទួលពេលនោះព្រះរាមាភិក្ខទ្រង់ស្ដេចយាងមកគង់នៅនៃអិច្ឆានាងទលៈហ្នឹងចឹងក៏នាំគ្នាមកទូលសួរព្រះអង្គសម្ដែងក្នុងវាសេតសោតបិដកលេខ25ហ្នឹងទៅធ្វើឲ្យអ្នកទាំងពីរនឹងឯងបានដល់ពុទ្ធធម៌ប្រសង្ឃជាទីពឹងទីរលឹកក្រោយមកបានស្ដាប់ព្រះអង្គនៅក្នុងទេវិជ្ជសោតបិដកលេខ15ទាំងប្រសោតចុងក្រោយនៅក្នុងទីឃនិកាយសីលខណ្ឌវៈហ្នឹងក៏ជ្រះថ្លាដល់ពុទ្ធធម៌ប្រសង្ឃជាលើកទី2ហើយពី3ថ្ងៃក្រោយមកក៏បួសនៅក្នុងភូមិសាមណេរទៅដល់ពេលមួយព្រះអង្គទ្រង់គង់នៅគ្នាពុពារាមទាំងនេះក្រុងសាវត្ថីនៅពីខាងកើតហើយពេលថ្ងៃរសៀលព្រះអង្គទ្រង់ដាច់យាងចង្ក្រមនៅក្រៅមលុបមេគារប្រាសាទនឹងឯងនៅខាងកើតប្រាសាទហ្នឹងគឺដែលថ្ងៃរសៀលទៅវាមានមលុបមកខាងកើតហ្នឹងហើយវាសេតសាមណេរនិងភេរទ្វាជាសាមណេរហ្នឹងក៏បួលគ្នាដើរតាមព្រះរាមាភិក្ខក្រែងលោកបានស្ដាប់ឱវាទព្រះអង្គចឹងព្រះអង្គក៏បានឱកាសសាកសួរពីអ្នកទាំងពីរអង្គហ្នឹងដែលមកបួសហ្នឹងមេត្តាបិតាជីដូនជីតាអីហ្នឹងថាយ៉ាងម៉េចដែរក៏បានក្រាបទូលព្រះអង្គថាគាត់ខឹងខ្លាំងណាស់ជេរសពគ្រប់អីចឹងទៅថានៅក្នុងវណ្ណៈព្រាមប្រសើរពងខ្ពស់ហើយមកចូលក្នុងវណ្ណៈខ្មៅវណ្ណៈតងោលកើតពីបាតជើងព្រំអីចឹងទៅតែវណ្ណៈព្រាមហ្នឹងកើតពីមាត់ព្រំអីចឹងរៀបរាប់ហោហែចឹងព្រះអង្គទ្រង់ជ្រាបហើយតែព្រះអង្គទ្រង់ត្រាស់សាកសួរហ្នឹងក៏ដើម្បីបានប្រពនៅក្នុងអគ្គញ្ញសូត្រចឹងបិដកលេខ18ក្នុងទីឃនិកាយបដិកវៈហ្នឹងអគ្គញ្ញសូត្រហ្នឹងប្រសូតទី4ក្នុងបិដកហ្នឹងគឺមិនដែលមានប្រធេរដីកាប្រាប់ណាអីទេដែលក្រុមញាតិរបស់លោកជេរបតិចសពគ្រប់អីហ្នឹងលោកមានសេចក្តីអត់ធន់ល្អទៅទាំងពីរអង្គហ្នឹងចឹងតែនេះដល់ព្រះរាមាភិក្ខត្រាស់សួរដើម្បីប្រពពធัวទៅក៏ទូលព្រះអង្គទៅព្រះអង្គសួរហ្នឹងដើម្បីព្រះអង្គសម្ដែងពីដើមកំណើតដែលនាំឲ្យមានការបញ្ញត្តិថាក្សត្របញ្ញត្តិថាព្រាមបញ្ញត្តិថាវេស្សៈបញ្ញត្តិថាសោត្រៈហ្នឹងគឺចាប់ដើមដែលមានបញ្ញត្តិទាំងអស់ហ្នឹងពីត្រឹមណាមកហ្នឹងមិនបានមានការបញ្ញត្តិអញ្ចឹងនឹងនៅក្នុងអគ្គញ្ញសូត្រហ្នឹងហើយកណាដល់ទៅព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងប្រសូតនឹងឯងការធ្វើទុកក្នុងចិត្តដោយល្អនិមន្តដើរស្ដាប់តាមដែលព្រះអង្គសម្ដែងទៅក៏សម្រេចព្រះរហ័តព្រមដោយបដិសម្ពិទាទៅនឹងគឺគ្រាន់តែប្រពរឿងរ៉ាវពីរអង្គហ្នឹងចឹងដែលបានយើងរំលឹកឃើញថានៅក្នុងវណ្ណៈដែលព្រាមហ្នឹងមានការប្រកម្មថាប្រសើរពងខ្ពស់ក៏ប៉ុន្តែនៅក្នុងពុទ្ធសាសនានេះយើងបានជ្រាបហើយគឺអ្វីដែលក្នុងលោកសន្មតថាល្អថាប្រសើរមិនថាលៀបយសទ្រព្យសម្បត្តិមាសប្រាក់អីយ៉ាងណាសម្បត្តិស្ដេចចក្រសម្បត្តិទេវតាតែបើថាសម្បត្តិទាំងអស់នោះក៏ណាមិនបានមកលះបង់នៅបាបមិនបានមកលះបង់ហេតុនៃសេចក្តីទុក្ខក្នុងវដ្តសង្សារទេគឺមិនជាខ្លឹមសារទេចឹងបានគុណចាស់ដាក់ធัวដែលជាខ្លឹមសារនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការនេះឯងមកជាប្រធានបទដើម្បីបានជាការសិក្សាអប់រំចំណុចសំខាន់ដែលធ្វើឲ្យយើងដឹងបេះដូងនៃពុទ្ធសាសនាដោយក្នុងអវាទបតិមោក្ខសពបាបស្សអករណੰជាដើមហ្នឹងចឹងណាកណាកោសលាសោបសម្បទាសច្ចិតប្រយោទៈបណੰអេតាំងពុទ្ធានៈសាសនੰ
កិរិយាមិនធ្វើនៅបាបទាំងពួងណែនេះបានជាខ្លឹមសារព្រោះលះបង់នៅសភាវៈអាក្រក់នឹងឯងក្នុងចិត្តសន្តានវាដូចថាមានពួកព្រាហ្មណ៍អីដែលគិតថាងូតទឹកលាងបាបអីចឹងអីទឹកនោះវាមិនមែនជាធម្មជាតិមកជំរះបាបក្នុងចិត្តអីណាវាតល់តែកុសលធម៌ទាំងហើយកុសលធម៌នេះព្រះអង្គត្រាស់ថាជាបាបទៀតជាគ្រឹះនឹងឯងទៅបានមមតំចឹងទៅគឺនៅក្នុងសិលហើយបានកុសលាសូបសម្បទាហ្នឹងដល់ព្រមដោយការបំពេញបុណ្យកុសលដូចថាមានគ្រឹះបច្ចេកដីហើយក៏សាងតួបច្ចេកដីហ្នឹងទៅហើយបានសច្ចិតប្រយោជន៍តបណាំងកិរិយាធ្វើចិត្តរបស់ខ្លួនភោគផងហ្នឹងដូចជាកំពូលនៃបច្ចេកដីទៅហ្នឹងជាចេតដីនៃជីវិតណាជាជីវិតប្រសើរពងខ្ពស់ជាបច្ចេកដីប្រែថាគួរដល់ការគោរពរបស់មនុស្សនិងទេវតាទាំងឡាយហើយដូចជាព្រះអរិយបុគ្គលលោកកសាងបច្ចេកដីនៃជីវិតនឹងហើយបញ្ចុះនៅអមតធាតុគឺព្រះនិព្វានត្រង់ដែលថាព្រះសោតាបានហ្នឹងលោកមានការជាក់ច្បាស់ចំពោះព្រះនិព្វានហើយលោកអាចចូលកម្មផលសមាបត្តិមានសោតាបត្តផលជាដើមហ្នឹងមានព្រះនិព្វានជាអារម្មណ៍អញ្ចឹងគឺចេតដីនៃជីវិតរបស់ព្រះអរិយបុគ្គលហ្នឹងគឺបញ្ចុះអមតធាតុគឺព្រះនិព្វានទៀតផងទាំងនឹងឯងពោលគឺថាព្រះអរិយបុគ្គលហ្នឹងលោកបានសម្បត្តិព្រះនិព្វាននឹងឯងបើថាព្រះសោតាបានលោកបានសម្បត្តិព្រះនិព្វានហ្នឹងគឺលោកនៅយ៉ាងច្រើនណាស់7ជាតិទៀតនឹងឯងនឹងបានដល់ព្រះនិព្វាន7ជាតិទៀតហ្នឹងជាទុក្ខអរិយសច្ចៈប៉ុណ្ណានឹងឯងជាទុក្ខៈប៉ុន្តែមិនលើសពី7ជាតិហ្នឹងចូលទៅដល់មានជាតិជាគម្រប់8ទៅនោះទេក៏ណាអញ្ចឹងការដែលសោតាបត្តមៈនឹងឯងជាហេតុដែលធ្វើឲ្យអស់កម្មភពនិងឧបបត្តិភពក្នុងអបាយភូមិកម្មភពនិងឧបបត្តិភពក្នុងសុគតិភូមិក្រៅពី7ជាតិហ្នឹងណាការដែលអស់កម្មភពនិងឧបបត្តិភពហ្នឹងកម្មភពនិងឧបបត្តិភពនឹងឯងមិនកើតឡើងនឹងឯងជានិរោធអរិយសច្ចៈសម្រាប់ព្រះសោតាបានហ្នឹងដែលលោកនៅតែ7ជាតិទៀតហ្នឹងហ្នឹងឯង7ជាតិទៀតហ្នឹងបើប្រៀបទៅនឹងសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹង7អត្តភាពហ្នឹងព្រះអង្គប្រៀបដូចជាធូលីនិងចុងអ្នកខៈព្រះអង្គអញ្ចឹងហើយសេចក្តីទុក្ខក្នុងវត្តដាក់ដែលអស់ទៅហ្នឹងដូចជាមហាព្រឹត្តិពីរទាំងមូលហ្នឹងឯងឬក៏ដូចថាទឹកមហាសមុទ្រអញ្ចឹង7អត្តភាពទៀតហ្នឹងដូចជា7តំណក់តូចជាប់នឹងចុងស្បូវតែប៉ុណ្្នឹងទេវត្តដាក់ទុកដែលអស់ទៅនឹងដូចមហាសមុទ្រទាំងមូលអញ្ចឹងនឹងគឺជាផលនៃការដើរក្នុងផ្លូវអរិយមគ្គនេះឯងដែលព្រះពុទ្ធអង្គទ្រង់សម្ដែងនៅក្នុងបគាថាធម្មបទក្នុងមគ្គវគ្គណានឹងឯងមគ្គវគ្គវគ្គទី20នៃបគាថាធម្មបទទាំងអស់មាន26វគ្គអញ្ចឹងណាហើយព្រះអង្គសម្ដែងពីផ្លូវចាប់ផ្ដើមមគ្គនថង្គិកោសេដ្ឋោសច្ចានੰចតរោបទាវិរិយកោសេដ្ឋោធម្មានំតិបទានញ្ចចក្ខុមាអេសេវមៈគោណដ្ឋញ្ញោទេសនសៈវិសុទ្ធិយានឹងមកគាថាកន្លះហ្នឹងគឺយើងអាចប្រែបានហើយថាក្នុងបណ្ដាផ្លូវទាំងឡាយហ្នឹងអរិយមគ្គប្រកបដោយអង្គ8ប្រការនេះឯងជាផ្លូវដ៏ប្រសើរក៏ណាហ្នឹងគឺព្រះអង្គចាប់ផ្ដើមហ្នឹងដោយសារភិក្ខុទាំងឡាយលោកនិមន្តតាមព្រះរាមាពុភាមកដល់ទីវត្តហ្នឹងលោកក៏ពិភាក្សាគ្នាផ្លូវយ៉ាងនេះផ្លូវយ៉ាងនោះផ្លូវដែលលោកមុនមកហ្នឹងណាហ្នឹងឯងបានព្រះអង្គសម្ដែងពីរឿងផ្លូវដ៏ប្រសើរហ្នឹងគឺកុំទៅនិយាយពីផ្លូវវៃដតីក្នុងលោកហ្នឹង
นำรอยเรยอัดประยาวใจเพลย์ได้ภาษานั่นคือเพลย์ประกอบโดยองค์ใบประการนั่งเองเมียเขียนนัดทางกี่เก่าเศษเท้านั่งได้น้อมเอาสัจจานังจิตเราปฏิบ้านตรัสดังในสัจจะบุญนั่งเองได้คือการดังดอกภาษาไกลเลยนะได้นำไปบานเจี๊ยจะบ้านโดยประเด็นเปลี่ยนวิริยโกเศษเท้าทำเมียนางนั่งได้ประสาเลยออกทั่วจังป่วงก็น่ะคือเปลี่ยนเปลี่ยนนั่งเองให้เปลี่ยนอะไรอย่าบอกว่าบานสกอลเปลี่ยนสมาสามปุจจบ้าโดยปัญญาโดยบานเคยเนอะไรอย่าสัจจะนั่งได้ให้ทำพระพุทธองค์ตรงภาษาเชียงซับเจิงปีนะติปเตียนังจะเข้ามาตรังได้พระองค์เมียนจะเข้านั่งเองเมียนจะเข้าคือเมียนเต็มแต่มังสะจะเข้าได้พระองค์เมียนสมบัติจะเข้าซับไปยุติเยียนเมียนปัญญาจะเข้าเมียนพุทธิจะเข้าเมียนเต็บไปจะเข้าจังคือพระองค์ตรงประกาศไทยเสวะเมฆโกนับทันยาวเตสดาสาวิสุทธิเยนั้นเพลนี่เองเดินได้จีบเพลจุ่มเรียในเตสนะเอาบริสุทธิ์คือถ้าการเคยนั้นเคยโดยบริสุทธิ์เปียถ้าเคยโดยบริสุทธิ์ให้ถ้าเงียนเตสนะวิสุทธิคือโปรเคยเต้เพื่อไอ้อ้อโลภะตุสะโมหะอ้อหาวิเชียตัณหาปาเตียนนั่งเองนับทันยาวพระองค์วิเชียทอดเมียนเพลไอ้เดตเตียทองเดียนเมียนแต่เพลนั่งเองให้พระองค์ก็ตรงรำลึกดักเตือนปีประเกียรธาเตียนเนาะก็น่ะตัญเหตุตมเหประเดปัจจิทะเมราเสตังประมาหานังตัญเหตุตมเหประเดปันนะตุขาสันตังก็ได้สัทธะตมเหกจังตับอาคาตาวโบเมเยเมโกอัญญาเยสารสัทธนังตมเหกจังตับตังอาคาตาเราตถาคตาประเดปันนะประมาณคำเตะเชียยิโนเมรปอนธนีนะนั่งไงองตรงประกาศสำแดงก็นะนั่งไงเมียนมาเกียรธาปีเกียรธากันละนะคือพระองค์เป็นเชี่ยปีเพลนี่ไอ้เชี่ยเพลได้เฟอเอาเมียนั่งวงเวงจันนั่งไอ้รวมเคยนะตมเหตัญเหตุตมเหประเดปัจจิทะเมรัสเสตังประมาหัดนังนั้นเพลนั่งเพลอะไรอย่างแม่นั่งไอ้เก็บเพลเดี๋ยวเธอเอาเมวงเวงปีโปรปีโปรเมคือบานกรุบกรวงเพลในวัดดะนี่ดาวแต่เพลนี้เพลเชงปีวัดดะนั้นเมโรมเคยมองจันก็นะนั่งไงเมโรเมเกียงเนี่ยเว้นแต่แตะโดยพระองค์สำแดงประรบจมปัวเปรียโกติกัตเทระได้ประเด็นนี้เปลี่ยนจังเมื่อเวงโรเพลเปรียโกติกัตเทระนั่งถ้าเตยประเด็นสันติน้องตีน้ารวมเคยจังพระองค์ตรงประกาศสำแดงเตสั่งใส่ละสัมปันนานังอัปมาเตวิเฮริแนงสมะเตียเงียบีหมดตานั่งเมโรเมเกียงในเวนตเตะนั่งอันบอกว่าได้เมียนเซลดอลโปรมดอยเซลแต่สั่งใส่ละสัมปันนานังนั้นให้อัปมาเตวิเฮริแนงนั้นเมียนวิเฮรทวนในดอยสิกได้มันประมาทเมียนสมาได้นั่งอันต่อคณีจังเตไอมาเตียเงียวิมุตตานังเมียนจัดพอดสระละโปรบานดังได้แบบปีนังเมโรเมแก้งเนเวนแต่เตะเมโรเพลในบกลนุรมเคยจันนี่จีเพลได้ช่วยเมวงเวงจันก็น่าเอตัญญาเหตมเหประเดปันนะตกขาสันตั้งกระไรสัทธะคือจีเพลได้แต่กันตีบ่มพอดตกก็น่ะพระองค์ตรงประกาศสำแดงถ้าตถาคตบานดังในเพลสำหรับตุ่มเลี้ยในโกนสอคือเรียกเกี่ยเชี่ยดามนังอ้างจันไอ้สำแดงปรับเนี่ยต่างลายขาตาวโวมเยเมโก
អញ្ញាយៈសាលសត្ថនាំងហ្នឹងហើយបានព្រះអង្គរំលឹកដាស់តឿនតំហេហេកិច្ចចាំងអាតបាំងអខាតារោតថាកតាហ្នឹងគឺតថាគតគ្រាន់តែជាអ្នកប្រាប់ទេអ្នកទាំងឡាយប្រឹងប្រែងជាយាមដើរទៅដោយខ្លួនឯងទៅបដិបណ្ណាប្រមោខន្តតិជាយនោមេរពន្ធនីបុគ្គលដែលដើរតាមផ្លូវហ្នឹងមានការសម្លឹងពិនិត្យដោយអារម្មណូបនិច្ឆានដោយលក្ខណូបនិច្ឆានហ្នឹងនឹងបានរួចផុតពីចំណងរបស់មីកណាត្រង់ដែលប្រមោខន្តតិជាយនោមេរពន្ធនីហ្នឹងអរិយមគ្គនេះឯងចឹងនៅក្នុងខ្លឹមសារនៃពុទ្ធសាសនាហ្នឹងយើងបានមកជ្រាបដឹងថាការដែលសត្វលោកយើងកូនចៅបានអ្វីឲ្យត្រេកអររីករាយជាមួយនឹងរបស់ក្នុងលោកហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអរិយបុគ្គលឬក៏សូម្បីតែពុទ្ធបរិស័ទណាគុណចាស់ជាបឋមប្រធានហ្នឹងឯងដែលបាសកបាសិកាយើងបានជ្រួតជ្រាបឡើងក្នុងពធគឺមានបហប្រតិអនុគ្រោះមេត្តាករុណាដោយតែប្រគុណចាស់ដឹកនាំក្នុងកម្មវិធីអញ្ចឹងពីព្រោះបានជ្រាបដឹងថារឿងដែលបងប្អូនកូនចៅត្រេកអរសប្បាយរីករាយនឹងមានអីនឹងបានអីហ្នឹងគឺมันអាចឲ្យកូនចៅនឹងបានទីពឹងទេនឹងឯងប៉ុន្តែថាឥឡូវនៅក្នុងការមិនដឹងហ្នឹងក៏ចេះតែរីករាយសប្បាយទៅដូចជាថាអស់ទុក្ខកង្វល់ហើយបានសុខហើយរបៀបដូចអញ្ចឹងណាក៏ប៉ុន្តែទីបំផុតក៏របស់ទាំងអស់វាប្រែប្រួលទៅក៏ដល់នៅការខកចិត្តនឹងឯងហើយមិនមានចំណែនអីទេណាយើងជ្រាបដឹងហើយទឹកចិត្តដូចមេត្តាបិតាជាមួយនឹងកូនប្រុសស្រីអីហ្នឹងមានតែមុទិតាទន់ភ្លន់ទៅទេគ្រាន់តែបានជ្រាបដឹងបន្ថែមទៅទៀតថាចង់ឲ្យកូននឹងបានសេចក្តីសុខពិតប្រាកដពីព្រោះសេចក្តីសុខជាមួយវ័យដែលកូនបានហើយត្រេកអររីករាយហើយហ្នឹងរបស់ក្នុងលោកហ្នឹងគឺកូននឹងខកចិត្តដោយប្រការណាពីព្រោះរបស់ទាំងអស់ហ្នឹងមិនបានស្ថិតនៅជាមួយកូនយើងរហូតទេអញ្ចឹងគឺថាមានឱកាសជួយយ៉ាងម៉េចដើម្បីថាឲ្យកូនហ្នឹងមានធัวជាទីពឹងក្នុងចិត្តរបស់ខ្លួននេះកុំឲ្យផ្ញើសេចក្តីសុខនៃជីវិតរបស់ខ្លួនទៅលើរបស់ខាងក្រៅហ្នឹងទៅលើវត្ថុហ្នឹងទៅលើបុគ្គលហ្នឹងពីព្រោះអត់ទៀងទេដល់ទៅប្រត់ប្រាស់ប្រែប្រួលទៅយើងនឹងមិនដៅរលរៀលទះសាដោយការសោកសៅដោយការអឡោះអាល័យហ្នឹងដោយការភ័យខ្លាចឬក៏ដោយសេចក្តីទុក្ខសោកគក់ទ្រូងកន្ទក់អន្ទិញអីចឹងទៅដែលបាត់បង់នៅរបស់ដែលជាទីស្រឡាញ់ឬក៏ប្រត់ប្រាស់បែកបាក់អីដោយប្រការផ្សេងហ្នឹងអញ្ចឹងគឺឲ្យកូនចៅនឹងឯងចេះរស់សេចក្តីសុខសម្រាប់ជាទីពឹងក្នុងចិត្តសន្តានរបស់ខ្លួននឹងឯងមិនប្រែប្រួលទៅដូចជារបស់ខាងក្រៅទេព្រោះនេះជាការអប់រំមានតែមមមួនឡើងមានតែចម្រើនឡើងនៅក្នុងចិត្តសន្តានទោះជារបស់ខាងក្រៅនឹងប្រែប្រួលទៅបាត់បង់ទៅក៏មិនសោកសៅអីនឹងឯងថែមទាំងបានឃើញថារបស់ទាំងអស់តែងតែប្រែប្រួលអញ្ចឹងទៀតផងមកដល់ហើយក៏កន្លងទៅជាអតីតាធម្មាហើយមានតែហួងហែងមានតែហាមឃាត់កុំឲ្យវាកន្លងទៅអីក៏ណាពីព្រោះសេចក្តីសុខរបស់យើងវាមិនមែននៅជាមួយនឹងរបស់នឹងឯណារបស់នឹងកន្លងទៅដីសុខគឺថាជាការមិនប្រកាន់មិនហួងហែងក្នុងចិត្តរបស់យើងឯណានឹងឯងអញ្ចឹងយើងមានសេចក្តីសុខជាមួយនឹងបច្ចុប្បន្នភាពអ្វីដែលបានមកដល់ជីវិតថ្មីទៀតនោះគឺថាយើងសុខជាមួយនឹងរបស់ថ្មីហ្នឹងគឺក្លាហានរឹងប៉ឹងណាស់ជាមួយនឹងអ្វីដែលកន្លងទៅហ្នឹងមិនសោកសៅមិនទៀមទាទេនេះឯងគឺជាការពិតនៃជីវិត
មិនប្រឆាំងជាមួយនឹងការពិតទេប៉ុន្តែរស់នៅជាសុខជាមួយនឹងអារម្មណ៍បច្ចុប្បន្នហើយដែលថាសុខជាមួយអារម្មណ៍បច្ចុប្បន្នហ្នឹងមិនមែនបានន័យថាសេចក្តីសុខនៅក្នុងអារម្មណ៍ហ្នឹងទេគ្រាន់តែអារម្មណ៍អនបច្ច័យឲ្យចិត្តហ្នឹងមានបកម្មដ្ឋានឡើងសេចក្តីសុខឲ្យនៅក្នុងបកម្មដ្ឋាននេះទេអញ្ចឹងបានជាមិនហួងហែងទាំងបច្ចុប្បន្នហ្នឹងទៀតមកដល់ហើយមកដល់ទៅមិនចាប់យកថានឹងហើយជាសេចក្តីសុខរបស់យើងហើយក៏មិនបន្ទុះតោះដែរនឹងឯងមានចាំបាច់ទៅបន្ទុះតោះអីបន្ទុះតោះមកអំពីយើងគិតថាសេចក្តីសុខរបស់យើងវានៅលើរបស់ខាងក្រៅហ្នឹងដល់ទៅវាអត់បានដូចចិត្តដែលយើងត្រូវការប្រព្រឹត្តល្អអំពីអ្នកដទៃការគោរពបូជាការសរសើរការស្រឡាញ់អីហ្នឹងដែលមនុស្សយើងដោយច្រើនហ្នឹងគឺចេះតែទទូចទទេទៀមទាចង់បានពីអ្នកដទៃនឹងឯងដែលចេះតែធ្វើឲ្យខកចិត្តចេះតែធ្វើឲ្យសោកសៅមួម៉ៅក្តៅក្រហាយរហូតដល់ទៅកនុំគុំស្អប់ហ្នឹងមកពីយើងចិត្តតែចង់បានសេចក្តីសុខពីអ្នកដទៃចង់បានប្រសើរចង់បានគ្រាន់បើចង់បានការលើកតម្កើងចង់បានសេចក្តីស្រឡាញ់អីទាំងអស់ហ្នឹងនឹងឯងដែលចិត្តតែមានសេចក្តីទុក្ខសោកហើយតោះតេងអីទៅសពគ្រប់ហ្នឹងនឹងឯងចឹងក៏ប៉ុន្តែណាដូចជាក្នុងកម្មវិធីអប់រំនេះដែលអ្នកដតីណាក៏មិនអាចធ្វើឲ្យយើងបានក្រៅទៅពីខ្លួនយើងដែរដូចជាការមិនធ្វើបាបទាំងពួងអ្នកណាដែលមកធ្វើឲ្យយើងបានក្រៅពីខ្លួនយើងកុសលសោបសម្បទាដល់ព្រមដោយការបំពេញបុណ្យកុសលអ្នកណាគេមកធ្វើឲ្យយើងបានសច្ចិតប្រយោជន៍តបណាំងកិរិយាសម្អាតចិត្តរបស់ខ្លួនអ្នកណាគេមកធ្វើដាក់ឲ្យយើងបានសូម្បីតែព្រះពុទ្ធអង្គទ្រង់ទូលមានព្រានបដៅរំលឹកដាស់តឿនឲ្យយើងសម្អាតចិត្តខ្លួនឯងដោយអង្គឯងដោយខ្លួនឯងនឹងឯងដូច្នេះតើយើងនឹងសំខាន់សម្រាប់ខ្លួនយើងប៉ុណ្ណាទៅសំខាន់សម្រាប់ខ្លួនយើងក្នុងការដែលយើងសាងសមត្ថភាពជួយខ្លួនឯងយើងកំណត់ដឹងថាកិលេសជាសត្រូវនៃជីវិតរបស់យើងអញ្ចឹងគឺយើងមិនទៅចោះចូលខ្សែគប់ជាមួយសត្រូវគឺកិលេសនឹងទេត្រូវតែច្បាំងត្រូវតែបណ្ដេញកិលេសដែលតែងតែធ្វើអាណានិគមនិយមលើជីវិតរបស់យើងរហូតមកហើយហ្នឹងឥឡូវយើងត្រូវការទាមទារជីវិតរបស់យើងឲ្យឯករាជ្យឲ្យមានឥស្សរៈសេរីភាពគ្រប់គ្រងជីវិតយើងខ្លួនឯងនឹងឯងមិនឲ្យអវិជ្ជាតណ្ហាបាទានកិលេសនឹងមកគ្រប់គ្រងហើយយើងប្រព្រឹត្តបាបកម្មកាយទុច្ចរិតវិច័យទុច្ចរិតជាទេសៈរបស់កិលេសនឹងនោះទេនឹងឯងអានេះឯងដែលជាកិច្ចការងារដែលយើងត្រូវធ្វើដោយខ្លួនឯងដែលយើងមិនអាចថាទៅពឹងមនុស្សរាប់ពាន់លាននាក់រួមទាំងទេវតាផងដើម្បីនឹងថាឲ្យមនុស្សទាំងឡាយណានោះមកធ្វើការងារនឹងឲ្យយើងទេអត់ឡើយហើយប្រសិនបើយើងមិនអាចជាទីពឹងមិនអាចជួយខ្លួនឯងបានតើយើងនឹងកំសត់បណ្ណាទៅចឹងវាត្រូវធ្លាក់ចូលទៅក្នុងភាពជាទេសៈរបស់មេហ្នឹងរឿយតទៅទៀតដែរការរវល់កង្វល់ក្នុងជីវិតនឹងឯងជាសកម្មភាពបំរើខណ្ឌតែមេបំរើកិលេសមេហ្នឹងដែលពោលទៅតាមបដិច្ចសមុបាទធម៌នឹងឯងចឹងគឺយើងអាណិតខ្លួនឯងណាដែលមិនអាចពឹងអ្នកនេះពឹងអ្នកនោះអ្នកណាបានហ្នឹងហើយមានតែមកសុំពឹងខ្លួនឯងហើយខ្លួនយើងអត់សមត្ថភាពអត់មានអប់រំទៅដោយចំណេះដឹងនិងគុណធម៌អញ្ចឹងមិនអាចជួយខ្លួនឯងនឹងរួចទៅទៀតតើពឹងអ្នកណាបានទៅអ្នកដែលយើងពឹងបានគឺមានតែខ្លួនឯងហ្នឹងខ្លួនយើងហ្នឹងគឺសំដៅយកកុសលធម៌ទាំងលោកយៈកុសលនិងលោកតរៈកុសលដែលព្រះអង្គទ្រង់ប្រកាសសម្ដែងថាអត្តទីបាអត្តសរណានេះនឹងឯងចឹងមានខ្លួនឯងជាទីពឹងទីរលឹកហ្នឹងអនញ្ញសរណាកុំឲ្យមានអីដតីជាទីពឹងទីរលឹកហើយដែលថាមានខ្លួនឯងជាទីពឹងទីរលឹកហ្នឹងគឺព្រះអង្គប្រកាសធម្មទីបាធម្មសរណាអនញ្ញសរណាឲ្យមានធัวហ្នឹងគឺធัวដែលជាលោកយៈជាបច្ច័យនៃលោកតរៈព្រះអង្គសម្ដែងបន្តមកទៀតក្នុងសតិប្បដ្ឋាន4នោះគឺព្រះអង្គសម្ដែងហ្នឹងមាន3វគ្គហ្នឹងមុនដំបូងអត្តទីបាក្រោយមកធម្មទីបាក្រោយមកបានបញ្ជាក់ធัวជាទីពឹងហ្នឹងគឺសតិប្បដ្ឋាន4ហ្នឹងដែលជាកុសលលោកយៈនិងលោកតរៈដែលកំណត់កាយវេទនាចិត្តធัวរោគខ្លួនយើងមិនមាននេះឯងទាំងដែលជាជោគជ័យដល់ក្រៃលែង
ដែលយើងតែងតែត្រូវការអ្វីឲ្យយើងនឹងសំបីបានសម្បត្តិស្ដេចចាក់ហើយក៏មិនគ្រប់គ្រាន់នេះនៅតែមានសេចក្តីទុក្ខនៅតែមានការខ្វះខាតដល់ទៅពេលទីបំផុតយើងមកកំណត់ដឹងកាយវេទនាចិត្តធัวគឺនាមរូបនឹងរកខ្លួនយើងអត់មានហើយស្រេចតើនឹងត្រូវខ្វល់រស់អីឲ្យយើងនោះយើងពេញពិភពលោកនឹងចិត្តតែរស់ទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ឲ្យយើងប៉ុន្តែអត់មានពេលវេលាមករស់ខ្លួនយើងទេឥឡូវនេះយើងមកប្រតិបត្តិធัวនឹងយើងមករស់ខ្លួនយើងតែយើងនឹងស្អីដែលវាមិនចេះគ្រប់ជាមួយរបស់ក្នុងលោកហ្នឹងរស់ទៅគឺគ្រាន់តែជាការប្រកាន់សោះប្រកាន់ចាប់យកបញ្ញខណ្ឌមកធ្វើជាខ្លួនយើងតាមពិតអត្តាតួខ្លួនសត្វបុគ្គលយើងអត់មានហើយស្រេចបានថារវល់ឯងទៅណាក្នុងពិភពលោកហ្នឹងណាចេះតែរស់នេះរស់នោះឲ្យយើងហ្នឹងតែដល់ទៅយើងបានពធរំលឹកដាស់តឿនមកស្រាប់តែមែនទេរស់យើងជាអ្នកបានហ្នឹងអត់មានទេមានតែអ្វីដែលវត្តដាក់ហ្នឹងបានតាក់តែងមកដូចជាបាទានខណ្ឌអីចឹងដូចពលឺថ្ងៃអីនេះចឹងវាចាំបាច់ត្រូវការអីមានព្រះអាទិត្យក៏ភ្លឺទៅអត់ព្រះអាទិត្យទេក៏អត់ទៅពលឺប្រទីបពេលរាត្រីឬក៏ថ្ងៃបដើកូនអិនតនូផ្លេកបន្ទោអីហ្នឹងវាមានចាំបាច់ទៅខ្វាយខ្វល់រស់អីឲ្យខ្លួនឯងយ៉ាងណាមិញអ្វីសិតតែអាស្រ័យបច្ច័យបានកើតឡើងទៀតអ្វីដែលកើតពីបច្ច័យវាអត់មានចាំបាច់ត្រូវខ្វល់នឹងខ្លួនឯងរកស្អីឲ្យខ្លួនឯងទេព្រោះមុននឹងកើតគឺអត់មានគឺណាពាក្យថាអ្វីដែលកើតពីបច្ច័យហ្នឹងមុននឹងកើតវាអត់ដល់មានបច្ច័យកើតឡើងរួចទៅត្រឡប់ទៅរកអត់វិញដូចផ្លេកបន្ទោឯដល់អាកាសអញ្ចឹងនឹងឯងអត់មានផ្លូវមកអត់មានផ្លូវទៅទេវាកើតឡើងហើយគឺវាបាត់រលត់រលាយទៅនោះវាអត់មានតាំងនៅក្នុងទីណាទេការដែលបញ្ញាបានមកកំណត់ដឹងជីវិតរបស់យើងអញ្ចឹងហ្នឹងនេះឯងដែលជាសេចក្តីស្ងប់ខាងក្នុងនោះយើងរវល់ខ្វល់រឿងខាងក្រៅហ្នឹងណានឹងឯងរហូតដល់ទៅភ្លេចរស់សេចក្តីស្ងប់ខាងក្នុងរស់ភាពទំនេរជាខាងក្នុងការដាក់ចុះនៅសេចក្តីប្រកាន់គឺការដែលមិនប្រកាន់ដោយចិត្តដោយថាយើងដាក់អីចុះពីដៃទៅវាស្រាលមែនប៉ុន្តែណាការដែលដាក់ចុះពីចិត្តទៅទៀតបានវាស្រាលមែនទេទាំងនឹងឯងដែលជាខ្លឹមសារនៃពុទ្ធសាសនាអញ្ចឹងនៅក្នុងការដែលពុទ្ធបរិស័ទយើងបានចូលមកសិក្សាស្រាវជ្រាវរាវរកការពិតនៅក្នុងជីវិតនេះឈ្មោះថាជាការដែលយើងស្វែងរកខ្លួនឯងនឹងឯងដល់ទីបំផុតបានយើងស្គាល់ខ្លួនឯងពិតប្រាកដនឹងឯងថាអ្វីដែលជាខ្លួនយើងនឹងគឺឧបាទានខណ្ឌនឹងឯងអត់មានជាសត្វបុគ្គលបរោះស្ត្រីអីទេក៏ណាដោយថាបញ្ញាកំណត់ដឹងរូបធัวហ្នឹងដោយឡែកចឹងទៅដែលយើងនៅរស់ហ្នឹងកំពុងអង្គុយឥឡូវហ្នឹងគឺដូចជាសាកសពអញ្ចឹងជាធាតុមិនដឹងដូចតុកទូក្រេតាំងអញ្ចឹងរូបហ្នឹងគឺជារូបកម្មដ្ឋានគឺចែកដាច់អញ្ចឹងរូបជាធាតុមិនដឹងសំបីតែនៅរស់ពីព្រោះបានចែកអាការដែលដឹងហ្នឹងដោយឡែកពីរូបទៅហើយអញ្ចឹងរូបវាមាននៅដឹងអីទៀតដូចតែដីខាងក្រៅទឹកភ្លើងខ្យល់ខាងក្រៅអញ្ចឹងនឹងឯងដូចសាកសពអញ្ចឹងមានដឹងអីទេគេបូជាគេដុតគេកប់អីហ្នឹងអត់ដឹងទេឥឡូវដែលនៅរស់ហ្នឹងរូបអត់ដឹងដូចគ្នាអាហ្នឹងគឺតួបញ្ញាទាំងប្រកម្មដ្ឋានបានចែកអញ្ចឹងបានណាបើអត់បញ្ញាទេវានៅរួមទាំងរូបទាំងនាមវានៅអញដឹងណាអញហ្នឹងជាប្រុសអ្នកដឹងស្រីកុហកបព្វជិតហ្នឹងវារួមទាំងរូបដែលដឹងហ្នឹងនឹងឯងដល់ទៅចែករូបដោយឡែកទៅនៅសល់លឺឥឡូវលឺនេះមានរូបណាលឺនឹងឯងគ្រាន់តែអាស្រ័យតែជាតែប៉ុណ្ណឹងសោតតែវិញ្ញាណកើតឡើងតែសោតតវិញ្ញាណកើតឡើងដូចយើងទូងស្គរអញ្ចឹងសំឡេងវាលន់ឡើងអញ្ចឹងសំឡេងមិនមែនស្គរមិនមែនអន្លូងទេយ៉ាងណាមិញអាលឺនេះមិនមែនតិចទេមិនមែនសំឡេងទេមិនមែនមហាពុទ្ធរូបទេប៉ុន្តែវាជាធាតុមួយដោយបរមត្តកន្លែងហ្នឹងឯងដែលសតិរលឹកដឹងបានទៅមិនប្រកាន់អាការលឺហ្នឹងថាក្រហោះលឺបព្វជិតលឺបរោះលឺស្ត្រីលឺមនុស្សលឺទេវតាលឺទេតែធាតុលឺសោតវិញ្ញាណធាតុនឹងឯងរលឹកដឹងអញ្ចឹងទៅកាន់តែច្បាស់ទៅហើយទូទៅទៀតមិនមែនមានតែលឺនឹងមួយណាឃើញក៏ដូចគ្នា
đăng khăn đăng ruột đăng phạt tập bé về bắt luôn dương kia nè đăng thế đòi chẳng xung bay ta đăng rương khăn ông lộc ní có về ọt miền dương nè đăng cứ chia mà nô thuê rồi vì thầy cả làng ấy rồi luật tới xung bay đăng thà phía dưới xóa mây côn prosray bạ dương miền của man nơi tân nè kia có con té mau về rẽ nay mà nô thuê rồi vì thầy ta vào bắt năng hành tiền để thà dương miền ấy cái ông lộc nâng á cứ miền mau về rẽ nay mà nô thuê rồi vì thầy để cả làng nâng còn chăm bạch này dây to là đo cả bát băng chỉ vết mua là nạp hiệp ấy còn tại sân lụa sầm ram lụa nâng ọt miền mà nô thuê rồi vì thấy dương miền đại cực thật ấy chỉ bao giờ người nào nâng ảnh chẳng to tại tao lang khịa lang tới bán vì miền vì thầy chặt nâng anh đòi ọt bàn rồi lực đăng ọt bàn cầm nọt đắng co sầm qua thầy dương nhẹ chẳng thầy để tam pết chặt chết rồi sắc thế để nhẹ hãy đăng rương không lộc này rương để dương tay để chặt tục ta sầm khăn na rương không lộc đó tam pết cái là chỉ aram rồi bao vị thầy chặt thếแต่ปนังเทศเบอร์เมียนวิไทยจัดเมียนอารมณ์ไอเมียนเรื่องไอเมียนไอนะได้ยังดังสับไงนั่งมันเมียนที่อารมณ์บ่จัดให้เมียนเยอะไงนะเนี่ยดังกลายแต่ปีจัดเจตสักได้พระองค์ตราขนมตุกะเมริกาถ้าซารมนาธรรมีปวดทัวได้ดังอารมณ์คือจัดเจตสักอนารมนาธรรมีปวดทัวได้มันดังอารมณ์คือรูปให้นังเนปเปลี่ยนใจออกมาได้บอดมัดเจ็ดปีนั่งนั่งดอลตือเมียนรูปกรรมฐานเมียนอรูปกรรมฐานโดยจังโดยพระองค์ตรงปฏิญโปรเปรียอุตราเทเรยจังปะเรจินมิเตียงรูปังโรกเกนิทางประเพงกุนังเพจเตโปติสันเตหาเมรนันตังเฮชีวิตังพนาได้พระองค์ตรงประกาศได้รูปกรรมฐานถ้าปะเรจินมิเตียงรูปังรูปนี้จักจะเรียกรำเกลียให้ว่าประเทศไรไปจวนนางมาโรยมาเพยจังปันแต่สมาเตียนสารานิยะโทละออนะมวนแต่บ้านบานแต่โอ้ไม่จ้ะมวนมาด่าบาดช่างเถอให้บานเนาะจูบที่เขาสามันเนโดยลกโกนโดยลกใจยังจูบเตออัตตามบานจังหันก็ประเคนโลกเตอrồi tới phật về tới ấp chân ham tới ai cha phong ai sai lá chân tiết bay ngày chọp khỉ ngày thì 4 muôn từ bần tiết chụp bây giờ miền được hiện nơi đừng phơi chừng yết mùi nằng ấy có không bằng kịch thoại phơi đập bây giờ miền được hiện nó có tuần trường đủ cướp tới vào ông giềng mà đòi và ông bậc tiên và cam mà tham nó ai bây giờ thế đấy sầm rạch sao ta bắt được phò chẳngนั่งตะเกียบทานั่งไงปะเรจินน่ะมีแตงรูปังรูปนี้จักจะเรียกรำเครียให้โรคเกะนึดแทงเชี่ยสมบัติในโรคเกะนั่งไปโรคก็นึดแทงไปสมบัติกันโรคเกะนึดแทงปะแทงกูนั่งตายแต่ใบเคลียมาอาจำยกเธอจีคลุนยังไอเตบามเต้กำเต้เรียบจอมอัตเพียบทำไมหมกหมดขนมอัตเพียบอย่างน่าอันนี้ครั้งในจีอุปกรณ์ยังปลาขนมในเลี้ยบังเมื่อปลาตุกประกันห่วงไอ้เธอครูนไอ้เอาสำคัญไอ้เท่เกี่ยวอุปกรณ์สำหรับสร้างขบวนแต่การตรายนี่โปรดตรายนี่คือถ้าเจียตรายอาสันแต่ซับนั่งไอ้เมียนโรคเมียนกาเบียดเบียนโดยสับครบปีอยู่ปาเตียนคำหนึ่งจังตรึผมเป็นอะไรยังไม่อังผมใบเซลสมาธิปัญญาปีโลกไกดาวโลกตระนั่งแต่การตรายนี่จังคืออัตเพียบนั่งพรีไปโดยท่ากับบัดบัดเท้าไอ้เดี๋ยวยังใจเกยโยมากับขบวนจังนะกับใส่กับเชิงงับกับบัวโยมาจองรุยเต้ยังซองแต่เกยเวงเต้ยังเป็นโยเต้เธอไอ้กับบัดบัดเท้านั่งไอ้ยังความปรังเจียเยี่ยมโดยได้คือแต่ท่ากับตะโพธิสัตย์เดี๋ยวยังเชื่อขนมศาสนานี่ให้ปรังให้ละแทะโดยเชิงแต่นั่นคือสิ่งใดเจียเยี่ยมนั่งให้ยังตำรังtừ đại đòi phê về này từ đòi trời này từ nâng ai ở chăm bạch trời cả ấy bị lục này tới pro trời này ở miền pan dịch khăn có ở chăm bạch trời cả vậy chẳng riêng cái nông lục này màu bị miền khăn thế bạn chỉ chăm bạch trời cả nỉ trời cả được nâng ai đòi tập về bàn máu về plei cầm nọt đăng pi pan dịch khăn tới về tới chỉ trời o sờ bài tới bảo ở khăn thế chăm bạch bàn ấy bảo ở chăm bạch thế trời o đừng ấy riêng để sát lục dương vùng về cái nơi cái lại nâng về trăng để thảm
ដោយសារមានបញ្ញខណ្ឌកើតមកហ្នឹងហើយក៏ត្រូវការបច្ច័យ4នឹងឯងចឹងតែសំបែងទីកន្លែងអីចឹងទៅអាហារបរិភោគសពគ្រប់នឹងថ្នាំកែរោគនឹងសម្លៀកបំពាក់អីចឹងទៅដល់ទៅពេលបានទៅត្រេកអររីករាយទៅវាជាប់ជាមួយនឹងអ្វីទាំងអស់ហ្នឹងទៅអត់បានមកកំណត់ដឹងទុកនេះព្រះមច្ឆរិយធម៌នេះក្នុងពុទ្ធសាសនាហ្នឹងព្រះអង្គទ្រង់សម្ដែងឲ្យកំណត់ដឹងទុកដើម្បីឲ្យឃើញថាមកពីមានទុកទេដែលវាចាំបាច់ត្រូវការអ្វីក្នុងលោកបើអត់ទុកទេដូចជាការជារោគអញ្ចឹងមានចាំបាច់យើងទៅខ្វល់រកថ្នាំរកពេទ្យរកការព្យាបាលអីហើយអ្នកឈឺយើងហ្នឹងដល់តែមែនទេទៅវាត្រូវទៅជានឹងបានថ្នាំបង្អួតគ្នាអីចឹងទៅថ្នាំខ្ញុំល្អថ្នាំខ្ញុំច្រើនអីចឹងទៅវាអត់បានគិតពីរឿងជារោគទៅវាទៅជាបង្អួតថ្នាំគ្នាអាហ្នឹងឯងបង្អួតសម្បត្តិក្នុងโลกនេះដូចបង្អួតថ្នាំចឹងចឹងហើយបញ្ញខណ្ឌនៅតែឈឺដដែលចឹងទៅនៅតែបន្តភពជាតិកំណើតទៅណែបច្ច័យ4ហ្នឹងជាចំណែកមួយដែលយើងត្រូវប្រឹងប្រែងស្វែងរកដើម្បីរស់ហើយបព្វជិតក៏ព្រះអង្គអនុញ្ញាតដែរប៉ុន្តែត្រូវមានសិលសមាធិបញ្ញាហ្នឹងដើម្បីឲ្យសម្រេចទៅជាថ្នាំជាបាលរោគគឺបញ្ញខណ្ឌនេះដល់ទៅអស់ខណ្ឌហ្នឹងទៅនឹងឯងគឺព្រះនិព្វានទេដែលអត់មានទុក្ខហើយក៏អត់ចាំបាច់ត្រូវការប្រាថ្នាអីអត់ចាំបាច់មានសេចក្តីត្រេកអរនឹងមានអីបានអីទេពីព្រោះរឿងដែលចាំបាច់មកពីមានទុក្ខណាបើដូចថាយើងឈឺអញ្ចឹងបានចាំបាច់រកថ្នាំហ្នឹងណាយើងកើតតម្បៅយើងរកថ្នាំលាបរកសម្ពុតរុំអីហ្នឹងដោយសារមានតម្បៅហ្នឹងហើយយើងទៅត្រេកអរនឹងថ្នាំបាត់តម្បៅហ្នឹងទៅត្រេកអរនឹងសម្ពុតរុំតម្បៅហ្នឹងឯងអាហ្នឹងដែលនាំឲ្យយើងមិនបានយកចិត្តទុកដាក់ឲ្យតម្បៅជាទេឲ្យនៅតែឈឺអញ្ចឹងទៅដើម្បីយើងបានថ្នាំបិទបានថ្នាំលាបក្រហមនេះមើលសាច់ខ្ញុំក្រហមស្អាតអីចឹងទៅរុំសម្ពុតអីទៅមើលសម្ពុតខ្ញុំល្អសម្ពុតខ្ញុំថ្លៃអីចឹងទៅអានឹងវាជារឿងវង្វេងរបស់សត្វលោកយើងទេចឹងបើកុំតែមានតម្បៅចាំបាច់យើងខ្វល់រវល់នឹងបិទតម្បៅរុំតម្បៅនឹងធ្វើអីណែបញ្ញខណ្ឌហ្នឹងដែលយើងកើតមកមិនថាភពជាតិកំណើតណាមិនថាជាឈឺសក់ទុកអីទេគឺជាតួតម្បៅតែហ្មងចឹងតួរូបហ្នឹងរោគៈនិតធាំងប្រភាំងកណាំងហ្នឹងណានឹងឯងចឹងបានជាបច្ច័យ4ហ្នឹងដូចថ្នាំបិទតម្បៅអាហារបរិភោគអីហ្នឹងមើលគឺថាស្រេកឃ្លានរាល់ថ្ងៃគឺថាจิខេច្ឆាបរមារោគាចឹងសង្ខារាបរមាទុក្ខាព្រះអង្គទ្រង់សម្ដែងអញ្ចឹងគឺការស្រេកឃ្លានជារោគដ៏ក្រៃលែងគឺត្រូវបរិភោគរាល់ថ្ងៃហ្នឹងឯងរហូតដល់តែយើងនឹងបរិភោគរាល់ឆ្ងាញ់រាល់អីចឹងទៅអាហ្នឹងឯងតែជាការច្រឡំរបស់សត្វលោកយើងហ្នឹងទាំងមនុស្សទាំងទេវតាហ្នឹងវាទៅជានឹងការបរិភោគទៅចុះបើអត់ឃ្លានទេបើអត់មានខណ្ឌទេចាំបាច់បរិភោគស្អីហ្នឹងឯងហើយសម្លៀកបំពាក់អីហ្នឹងយើងត្រូវប្រើប្រាស់ហ្នឹងរហូតដំឲ្យត្រេកអររីករាយបង្អួតបង្អល់គ្នាតាមហ្នឹងអញ្ចឹងទៅទៀតទៅដោយអត់បានត្រឡប់មកកំណត់ដឹងឧបាទានខណ្ឌទេទៅជាត្រេកអរថាបានកើតមកនឹងឯងបានសប្បាយបានត្រេកអររីករាយនឹងប្រើប្រាស់សម្បត្តិក្នុងលោកដែលជាលោកកាមិសង្ឃជាអន្ទាក់របស់មាជានុយរបស់មាដូចបិទនឹងផ្លែសន្ទូចអញ្ចឹងដែលនាំឲ្យរត់មិនរួចពីជាតិជ្រាបជាធិមរណៈព្រោះវាតាក់តែងកម្មសម្រាប់បន្តភពជាតិកំណើតទៀតវាមិនអស់កម្មឯណាដោយប្រខៃណាស្រាប់ព្រះអង្គអស់កម្មទៅបានវាអស់អត្តភាពព្រះនិព្វានគឺជាការជារោគដែលអត់មានចាំបាច់ខ្វល់រវល់អីទៀតទាំងអស់ណាតែទាំងអស់នេះគឺតលតែអប់រំវិបស្សនាដើម្បីមកកំណត់ដឹងនាមរូបហើយហាមឃាត់សក្កាយតិដ្ឋិសិនបើមិនអញ្ចឹងគឺមិនអាចស្ដាប់ពីរោះទេដាប់មិនពីរោះព្រោះយើងត្រូវការបច្ច័យ4ត្រូវការសម្បត្តិក្នុងโลกហ្នឹងដែលយើងវាញៀនទៅហើយចិត្តហ្នឹងណាវាញៀនទៅហើយអ្វីដែលជាអារម្មណ៍របស់លោភៈហ្នឹងវាទៅជាគ្រឿងញៀនរបស់សត្វលោកយើងទៅហើយដល់ទៅនិយាយថាមិនចាំបាច់បានរបស់ហ្នឹងគឺទទួលមកពីរោះអត់បានទេពីព្រោះវាសម្គាល់ឃើញថាមានយើងជាអ្នកខ្សែផ្សោយទៅហើយអញ្ចឹងគឺស្ដាប់អត់ពីរោះទេបើតើមកកំណត់ដឹងបញ្ញខណ្ឌឲ្យឃើញជារោគនេះនឹងឯងដែលជាប្រភពនៃបញ្ហានេះព្រះអង្គត្រាស់ថាអខចិត្តសៈវេនន្តិអាសេចក្តីត្រេកអររីករាយហ្នឹងមកអំពីវាមានអខៈនេះដែលជាសេចក្តីទុក្ខលំបាកក្នុងវត្តដាក់ហ្នឹងជាហេតុដែលជាទីតាំងដែលនាំឲ្យ
นวลติสิกได้เตรอริเรนึงកើតឡើងរួមជាមួយនឹងអវិជ្ជាដែលមិនបានកំណត់ដឹងទុកនឹងអញ្ចឹងពុទ្ធដីកាណាព្រះអង្គសម្ដែងក្នុងបេដកលេខ37ថាព្រះមច្ចរិយធម៌នឹងប្រព្រឹត្តទៅដើម្បីកំណត់ដឹងទុកតើលើឃើញទុកក្នុងវត្តដាក់វាសំខាន់តើស្អីដែលដើរតួជាទុកបើវានៅក្នុងយើងអ្នកទុកទេអានឹងគឺទុក្ខេអញ្ញាណังទេតែមិនតន់ស្គាល់ទុកទេតលតែឃើញថានាមរូបដែលដើរតួជាទុក្ខអរិយសច្ចៈដល់អញ្ចឹងបានដកសកាយតិដ្ឋិចេញបានវាអត់លុះនៅក្នុងអំណាចនៃតណ្ហាដែលត្រូវរស់សេចក្តីសុខក្នុងលោកនឹងមកឲ្យខ្លួនយើងទេព្រោះមានខ្លួនយើងឯណាដើម្បីទទួលសេចក្តីសុខក្នុងលោកនឹងវាជានាមរូបអញ្ចឹងកំណត់ដឹងនាមរូបជាទុក្ខអត់ចាំបាច់ត្រូវការរស់សេចក្តីសុខនេះមកទេចិត្តបង្អោនទៅកាន់ព្រះនិព្វានដូចជាថាយើងឈឺហើយប៉ុន្តែមិនមែនដល់ទៅឈឺវែងលប់ស្មាដីអីទេណាអញ្ចឹងគឺថាយើងរស់ថ្នាំក៏រស់ហើយរស់លោកគ្រូពេទ្យក៏រស់ហើយពេទ្យក្នុងស្រុកក្រៅស្រុកអីហ្នឹងប៉ុន្តែយើងបង្អោនទៅរោគជាណោះយើងរស់ថ្នាំរស់ពេទ្យដើម្បីជាមិនមែនថាវែងលប់ដល់ទៅថាបានថ្នាំមកអនឹងថ្នាំអញ្ចឹងទៅមិនបាច់ចាំជាទេរបៀបដូចថាមនុស្សកើតឃ្លួងលពៅលមាស់ដល់ថ្នាក់ឆ្អើភ្លើងឡើងខ្លោចស្បែកទៅណាដល់ទៅបានឆ្អើភ្លើងនោះវាស្រួលដល់អញ្ចឹងគ្រូពេទ្យថាមកខ្ញុំជាបាលអីអត់ទេខ្ញុំទុករោគនឹងឯងដើម្បីខ្ញុំបានឆ្អើភ្លើងទៅវាស្រួលអស់យ៉ាងអញ្ចឹងទៅអាហ្នឹងឯងដល់ទៅថ្នាក់អញ្ចឹងនោះយើងហ្នឹងវាអត់បានមករស់ពធัวនេះទេរស់អីវាស្រួលហើយហ្នឹងឯងវាស្រួលនឹងឆ្អើភ្លើងនឹងវាដូចលមាស់អុយអេខ្វក់ស្រួលដល់ហ្នឹងចឹងទៅវាคลายនឹងចំកញ្ចក់ដល់នៅសេចក្តីស្លាប់ឬទុក្ខវេទនាទៅតែនឹងស្លាប់ហ្នឹងជាឈ្មោះនៃវត្តដាក់នោះដល់ទីបំផុតអត់ពុទ្ធសាសនាទៅអត់អ្នកនាំផ្លូវទៅអត់គ្រូពេទ្យទៅនឹងរហូតដល់ទៅមួយអាសង្ខ័យកាប់មិនដែលឮពុទ្ធមិនដែលឮពធមិនដែលឮប្រសងឡើយវាមិនដែលតែតោលទៅមានបានជាការអីបានតែកើតមកទទួលភេរៈចិញ្ចឹមបីបាច់មើលថែទៅរួចទៅអស់ទៅទទួលភេរៈថ្មីមកទៀតមកប្រកម្មថាអញទៀតទៅរួចទៅភ័យខ្លាចនឹងសេចក្តីស្លាប់ហើយក៏ស្លាប់ទៅរួចទៅទទួលអត្តភាពថ្មីទៀតមកតដែលហ្នឹងអត់មានបានការអីទេបានតែសេចក្តីទុកនេះឯងជាវត្តដាក់អញ្ចឹងគឺថាឥឡូវនេះជាខណៈដែលល្អព្រះអង្គសម្ដែងថាខណោមេវោឧបច្ចគាហ្នឹងកុំឲ្យខណៈល្អដែលយើងត្រូវប្រព្រឹត្តធម៌ហ្នឹងកន្លងហួសទៅពីព្រោះយើងនឿយណាយរឿងមើលកើតមកហើយចាប់ប្រកាន់យកមកធ្វើខ្លួនយើងរួចទៅរវល់ទៅចុះបើវាអត់កើតទេឬថាកើតមកហើយមិនចាប់ប្រកាន់ទេមានចាំបាច់អីរវល់អានេះវារវល់ដោយសារតែអវិជ្ជាណាកាលដែលមិនដឹងខណ្ឌនឹងឯងទេនាំឲ្យរវល់អញ្ចឹងគឺថាព្រះនិព្វានជាការជារោគហើយបញ្ញខណ្ឌហ្នឹងគឺជារោគព្រះថេរីកំណត់ដឹងរូបកម្មដ្ឋានមកដល់អរូបកម្មដ្ឋាននេះមរណន្តាំងហេជីវិតាំងឃើញការអស់ទៅនៃវិញ្ញាណហ្នឹងគឺជាសេចក្តីស្លាប់នឹងឯងទេអបេតវិញ្ញាណោនិរត្ថੰវៈកលឹងករាំងស្លាប់ហ្នឹងមិនមែនបាត់យើងទេណាបាត់វិញ្ញាណទេតើដល់តែបានប្រកម្មដ្ឋានទៅទេឃើញវិញ្ញាណហ្នឹងរលត់ទេតើព្រះអង្គសម្ដែងអចិរੰវតយ៉ាងកាយោអានឹងរូបកម្មដ្ឋានណានឹងឯងបប្រវឹងអធិសេសតិឆតធោអបេតវិញ្ញាណោវិញ្ញាណនឹងប្រះទៅគឺសេចក្តីស្លាប់ហ្នឹងវិញ្ញាណរលត់ទេតាប៉ុន្តែដល់តែយើងអត់ដឹងវាថាបាត់យើងចឹងទៅក៏វាកើតទៅជារឿងភ័យដោយប្រការផ្សេងតែតាមពិតស្លាប់អត់មានបាត់យើងទេដោយបរមត្តគឺបាត់វិញ្ញាណអត់មានបាត់យើងដោយឡែកផ្សេងអីទៀតទេសន្មតទេថាយើងស្លាប់នឹងដោយសារថារលត់វិញ្ញាណនឹងទៅឬក៏ព្រះអង្គសម្ដែងអាយុឧស្មាចៈវិញ្ញាណังយតិកាយ៉ាងយន្តមੰងនឹងអាយុភ្លើងធាតុនឹងឧស្មាតេជោនឹងនឹងឯងហើយជីវិតិន្ទ្រីហ្នឹងមើលដល់ទៅបាននៅរូបកម្មដ្ឋានអរូបកម្មដ្ឋានមានឃើញថាស្លាប់នឹងបាត់យើងឯណាដល់អញ្ចឹងអាការដែលកំពុងនៅរស់ហ្នឹងមាននៅយើងឯណានៅនាមរូបទេតាវាអត់មានសេចក្តីប្រកម្មហ្នឹងទីពឹងនៅត្រង់ការមិនចាប់ប្រកម្មហ្នឹងឯងមិនមែនត្រង់ថាទីពឹងហ្នឹងនៅត្រង់យើងមានអីបានអីក្នុងโลกនេះទេប៉ុន្តែអានេះសន្មតថាយើងបានហ្នឹងជាការបានដ៏ពិសេសបានសម្បត្តិស្ដេចចក្រក៏នៅតែមិនគ្រប់ប្របាទធាតតចង់ទៅសម្លាប់ប្រអិនសោយរាជឋានតាវតឹងទៀតផងបានសម្បត្តិស្ដេចចក្រហើយហ្នឹងណា
នឹងឯងប៉ុន្តែត្រង់ដែលមកកំណត់ដឹងនាមរូបដែលរលត់តណ្ហាបាទានវាអត់មានខ្លួនយើងដើម្បីបានអីក្នុងโลกនេះនេះឯងជាជោគជ័យទៀតណាបានសម្បត្តិទេវតាប្រអិនប្រព្រំក៏នៅតែចាញ់នៅសេចក្តីទុក្ខចាញ់ទុក្ខប៉ុន្តែនេះការអស់ទៅនៃតណ្ហាឈ្នះអស់នៅទុក្ខទាំងពួងតណ្ហខយោសព្វទុក្ខំជីនេតិហ្នឹងដូច្នេះខ្លឹមសារនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងគឺប្រមូលសរុបត្រង់ដែលពុទ្ធបរិស័ទយើងក៏បីបានជ្រាបថាអ្វីដែលជាខ្លឹមសារក្នុងពុទ្ធសាសនាគឺធ្វើឲ្យអស់នៅវត្តទុក្ខអ្វីដែលបានមកបងប្អូនកូនចៅតែងតែសប្បាយរីករាយហ្នឹងនឹងជួបប្រទះនៅការខកចិត្តទេបានជាគុណចាស់ដឹកនាំកម្មវិធីហ្នឹងដើម្បីថាដល់ទៅពេលអ្វីៗវាប្រែប្រួលទៅគឺកុំឲ្យវាមានការខកចិត្តខ្លាំងពេកកុំឲ្យថាខ្ញុំអស់អាលីងហើយនោះឲ្យវានៅមានធัวជាទីពឹងឲ្យស្ងប់ពីក្នុងចិត្តសន្តានមកវិញនឹងឯងចឹងញញឹមទៅទទួលការពិតក្នុងโลกនេះយើងមិនចេះទៅទៀមទាឲ្យអ្វីនឹងមកដូចចិត្តយើងទេអាដូចចិត្តហ្នឹងផ្កប់ចំណងដដែលហ្នឹងជាការតាក់តែងអភិសង្ខារតាមតែចំណងតណ្ហាដោយអំណាចកម្មនេះកម្មនោះអីសពគ្រប់ហ្នឹងទៅដូច្នេះគឺថាឲ្យអាចំណងហ្នឹងវាស្លាប់ទៅមិនចាំបាច់ផ្កប់ចំណងនឹងទេមកអប់រំបញ្ញាទទួលដឹងអ្វីដែលជាសេចក្តីពិតក្នុងโลกនេះវិញនេះសាលារៀននេះសាលារៀនដើម្បីមកដឹងការពិតក្នុងโลกនេះដល់តែដឹងការពិតទៅអ្វីប្រគល់ឲ្យការពិតទៅវាអស់កង្វល់អាកន្លែងហ្នឹងអាកន្លែងប្រគល់ហ្នឹងគឺការដាក់ចោលនឹងឯងចឹងក៏ណាការមិនប្រកាន់នឹងឯងព្រះអង្គសម្ដែងអកញ្ញណងអនាទាននាងអេតាំងទីប៉ាំងអនាបរាំងនៃពេលនាងអេតេណាំងព្រូមិជារាមច្ចបរិកយ៉ាងក្នុង3ដកលេខ67ទៀតក្នុងកបៈមានវៈកបញ្ហានិទេសគឺណែសិស្សរបស់អាចារ្យពេលវរីព្រាមទី10ទាំងថាណែនៅក្នុងស្រះធំនៃវដ្តសង្សារនឹងអកញ្ញណੰដែលមិនកង្វល់ដោយរាគៈទុសៈមោហៈស្ងប់រងាប់ក្នុងចិត្តនេះអនាទាននាងដែលមិនប្រកាន់ដោយតណ្ហានិងទិដ្ឋិនេះអេតាំងទីប៉ាំងនឹងឯងជាទីពឹងអនាបរាំងអត់មានទីពឹងអីក្រៅពីនឹងទៀតទេនិព្វាននាងអីទេណាំងព្រូមិតថាគតហៅទីពឹងនឹងថាជាព្រះនិព្វានណាជារាមច្ចបរិកយ៉ាងជាទីអស់ទៅនៃជារានិងមរណៈនឹងការដែលពុទ្ធបរិស័ទយើងក៏បីបានជ្រាបថាសំខាន់គឺព្រះមច្ចរិយធម៌ដើម្បីលះបាបក្នុងចិត្តរបស់យើងព្រោះបាបនេះឯងដែលជាមេកង្វល់យើងលមាស់ដៃទៅអេសជើងវាមិនបាត់លមាស់ទេចង់និយាយថាកង្វល់វានៅក្នុងចិត្តរបស់យើងឧទាហរណ៍ដូចថាអ្នករតីស្ដីថាអីនឹងឯងដែលជាពាក្យសម្ដីកើតពីកិលេសអីនឹងយ៉ាងណាវានៅក្នុងអ្នករតីឯនោះទេប៉ុន្តែវិបាកកម្មវាជាមួយចំណែករបស់យើងត្រង់ដែលលឺហ្នឹងនឹងឯងវាតេតួងទៅនឹងអកុសលកម្មជាបច្ច័យមកឲ្យមានសោតវិញ្ញាណកើតឡើងលឺហ្នឹងនឹងឯងរួចទៅវាបាត់ទៅហើយវាមាននៅតែលឺអីទៀតប៉ុន្តែមโนទ្វេរវិធ័យវាដឹងរឿងណាដឹងរឿងវាចូលក្នុងជីវ័នណាកាលណាបើយើងមិនមានសតិសម្បជញ្ញៈគ្រប់គ្រងការស្ដាប់ហ្នឹងវាទៅជាដុតរោចិត្តឲ្យក្តៅកាហាយសួរថានរណាគេមកដុតបើមិនមែនជាកិលេសក្នុងចិត្តរបស់យើងទេនឹងឯងទៅយើងស្ដាប់ដោយសតិសម្បជញ្ញៈទៅគឺតិចទៅនៅក្នុងចិត្តសន្តាននឹងឯងចឹងយើងត្រូវចាំថាទៀនក្តៅរលាយកមួនចិត្តក្តៅរលាយសុខនឹងឯងចឹងទៀនក្តៅរលាយកមួនចិត្តក្តៅរលាយសុខអញ្ចឹងដើម្បីរក្សាសេចក្តីសុខក្នុងចិត្តរបស់យើងត្រូវរក្សាចិត្តយើងនេះយើងមិនមែនទៅរក្សាមាត់ដតីបិទមាត់អ្នកដតីបានទេបើយើងចាំតែថាតលអ្នកដតីធ្វើអីល្អដាក់យើងនិយាយអីល្អដាក់យើងបានសុខហ្នឹងយើងរស់សុខមិនឃើញទេនឹងឯងអញ្ចឹងបានយើងមកប្រព្រឹត្តធម៌ហ្នឹងដើម្បីឲ្យយើងចេះរស់សេចក្តីសុខហ្នឹងឲ្យប្រកបវិជ្ជាសម្រាប់ខ្លួនឯងកុំឲ្យពឹងទៅលើអ្នកដទៃកុំឲ្យពឹងទៅលើរបស់ខាងក្រៅកុំឲ្យវាមានការខកចិត្តត្រូវតែមានសេចក្តីសុខប្រចាំជីវិតរបស់យើងដែល
សម្រាប់មួយអង្គយើងម្នាក់ហ្នឹងគឺលមួមជាទីពឹងជួយខ្លួនឯងបានពីព្រោះបដិសន្ធិជាមនុស្សហ្នឹងមានដើមទុនរំខានណាស់ដែលមនុស្សយើងអាចសាងសមត្ថភាពមិនមែនសម្រាប់តែប្រយោជន៍បច្ចុប្បន្នក្នុងរឿងទ្រព្យសម្បត្តិលាភយសការរស់នៅមានគេឈ្មោះល្អគ្រួសារល្អអីមិនមែនតែប៉ុណ្ណឹងទេគឺសមត្ថភាពរបស់មនុស្សអាចសាងសេចក្តីសុខក្នុងចិត្តសន្តានបានលើសពីសត្វទេឆានទៀតសំខាន់កន្លែងហ្នឹងដែលយើងត្រូវយល់ពីតម្លៃរបស់មនុស្សនឹងឯងចឹងសំខាន់ត្រង់ដែលថាទទួលយកឱវាទពធអំពីព្រះពុទ្ធអង្គដែលព្រះអង្គសម្ដែងដោយបញ្ញារបស់ព្រះអង្គជាព្រះពុទ្ធបាននេះហើយយើងអាចវឹកហាត់អប់រំទៅអញ្ចឹងទៅគឺបានដឹងសេចក្តីសុខស្ងប់ក្នុងចិត្តសន្តានរបស់យើងហ្នឹងដែលយើងអាចសូមពីខ្លួនឯងបានអញ្ចឹងយើងកុំចេះតែទទូចទទេទៀមទាចង់បានពីអ្នកដទៃយើងមានតែគិតថាត្រូវធ្វើឲ្យអ្នកដទៃឲ្យបានសេចក្តីសុខដោយសារយើងវិញរឿងអ្នកដទៃមានសេចក្តីល្អកុំចាំបាច់ដល់ទៅ 50% 20-30% ហ្នឹងក៏យើងល្មមគ្រប់គ្រាន់នឹងប៉ុណ្្នឹងទៅកុំទៀមទាអីពីគាត់ច្រើនភរិយាក៏ដោយស្វាមីក៏ដោយយើងទៀមទាគឺយើងត្រូវតែតក់កុហលក្តៅក្រហាយកើតទុកយើងតាំងចិត្តធ្វើជូនគាត់វិញសេចក្តីល្អសេចក្តីសុខបែបណាគឺសូម្បីតែថាយើងទៅនៅនឹងផ្ទះវិញយើងធ្វើអីឲ្យអ្នកដទៃបានសេចក្តីសុខនៅនឹងផ្ទះហ្នឹងមិនចាំបាច់ដល់ទៅមេត្តាបិតាដែលជាព្រះអរហន្តរបស់យើងទេគឺក្រុមគ្រួសារភរិយាស្វាមីសូម្បីតែមកដល់អ្នកនៅជាមួយនឹងរហូតដល់ទៅសត្វចិញ្ចឹមសំណក់កាយឆ្មាអីហ្នឹងក៏ដោយឲ្យតែយើងតាំងចិត្តឲ្យអ្នកដទៃបានសេចក្តីសុខយើងឃើញការសប្បាយចិត្តក្នុងចិត្តរបស់យើងហើយស្រេចរៀនយកសេចក្តីសុខពីក្នុងចិត្តរបស់យើងនៅក្នុងអំពើល្អដែលខ្លួនឯងបានធ្វើឲ្យនឹករលឹករឿយទៀតនេះឯងដែលឈ្មោះថាបុណ្យណាទៀតបុណ្យមិនមែនប្រែមកថាបោកទេណាអសបដូចគ្នាវាស្រួលមាត់ចេះថាបុណ្យនឹងបោកចឹងទៅប៉ុន្តែសភាពស្ងប់សភាពត្រជាក់នៅក្នុងចិត្តសន្តានអានឹងឯងដែលជាតួបុណ្យណាទៀតនឹងឯងដែលជាសេចក្តីល្អរបស់ចិត្តនឹងឯងដែលជាតួបុណ្យណាសភាវៈលៀងជំរះនៅមន្ទិលសៅម៉ងក្នុងចិត្តណាហៅថាបុណ្យណាដូចយើងក្តៅស្អុះយើងងូតទឹកចឹងណានឹងឯងទឹកហ្នឹងដូចជាបុណ្យចឹងទឹកថ្លាស្អាតហ្នឹងហើយអាភាពក្តៅស្អុះហ្នឹងឯងដែលជាតួបាបក្នុងចិត្តយើងឃើញជាក់ស្ដែងអានិសង្សរបស់បុណ្យគឺឲ្យយើងសុខស្ងប់ជ្រះស្រឡះក្នុងចិត្តសន្តានការប្រព្រឹត្តធម៌នឹងឯងទេដែលនាំមកនៅសេចក្តីសុខហើយការប្រព្រឹត្តធម៌នឹងឯងគឺជាតួបុណ្យហ្នឹងឃើញទេដូចទេព្រះអង្គប្ររពចំពោះបាសិកាកាលណាអញ្ចឹងមួម៉ៅដៅឲ្យហើយកើតទុកជេរទាំងលោកទៀតណាថាមកពីលោកចិត្តមុនមកបិណ្ឌហ្នឹងម៉ែថាកូនឯងចាំតិចចាំយកនំឲ្យប្តីធ្វើនំរួចទៅវាសងមុនមកបិណ្ឌយកទៅប្រគេនលោកមិនអីទេចាំម៉ែធ្វើឲ្យទៀតធ្វើទៅលោកមុនបានចង្ហាន់ទៅកេះគ្នាណាផ្ទះញោមម្ដាយបាសិកាកាលណាមាននំលោកមុនមកបិណ្ឌទៀតទៅហ្នឹងឯងអាហ្នឹងដើមបញ្ញត្តិទៅចឹងហ្នឹងឯងមុនមកបិណ្ឌទៀតទៅឡើង4អង្គហើយស្វាមីឲ្យគេមកតាមមកបញ្ញាប់ស្វាមីនឹងឆាវទៀតដល់ទៅប្រពន្ធក្រទៅប្រាប់គេថាមិនបាច់ទៅទេបែកគ្នាលេងប្រពន្ធគ្រាន់តែប្រពន្ធក្រទៅមើលទៀតដល់អញ្ចឹងឯងនាងកាលណាយំហ៊ូបដោយហ្នឹងឯងហើយដល់អញ្ចឹងថាមកពីលោកមកចិត្តតែមុនមកបិណ្ឌពេកខឹងជេរលោកបដោយហ្នឹងមានរឿងខឹងអញ្ចឹងហើយស្រាប់តែព្រះអង្គយាងទៅព្រះអង្គសួរថាកូនតថាគតមកឈួរមុខផ្ទះហ្នឹងមកដដើមយូរឯងគ្រាន់តែមកឈួរទេថាគុណចាស់គ្រាន់តែនិមន្តមកបិណ្ឌធម្មតាទេហើយហ្នឹងឧបាសិកាជាម្ដាយជាព្រះសោតាបានណាចឹងសោតាបានហ្នឹងគឺដឹងគុណព្រះសង្ឃណាគឺថាព្រះសង្ឃតែងតែទទួលអញ្ចឹងគឺថាទានហ្នឹងទោះជារៀបចំសម្រាប់ភ្ញៀវសម្រាប់អ្នកណាក៏ដោយគឺថាព្រះសង្ឃមុនមកត្រូវតែប្រគេនលោកសិនហើយគាត់ជាព្រះសោតាបានគាត់ជ្រះថ្លានៅក្នុងគុណរបស់ព្រះសង្ឃដែលជាព្រះអរិយសាវិកាចឹងទៅបានព្រះរាមាវិភាកនឹងឯងទូលមានបាសិកាកាលណាជាកូនស្រីនឹងចឹងទៅសំដែងពធឲ្យស្ដាប់ណាសម្រាប់សោតាបត្តផលទៅចឹងសូមកម្មាទោស
អីនឹងព្រះរាមាវិភាកហើយសពគ្រប់ហ្នឹងចឹងសម្រាប់សោតាបត្តផលទៅព្រះអង្គយាងទៅបានប្របាទបសេនតិកោសលហ្នឹងជ្រាបដំណឹងនឹងហើយថាព្រះរាមាវិភាកទ្រង់បានសម្ដែងពធัวឲ្យនាងកាណាបានលោកតរៈសម្បត្តិចឹងខ្ញុំព្រះអង្គនឹងឲ្យលោកយៈសម្បត្តិបើឮថាប្តីគេលះលែងអីចឹងទៅណាព្រះរាជានឹងក៏អាណិតនាងនឹងផងហើយបានដូចថាស្វាគមន៍ក្នុងដំណើរនឹងដែលព្រះរាមាវិភាកព្រះអង្គប្រោសប្រានឲ្យអបាសិកាកាណានឹងបានលោកតរៈសម្បត្តិចឹងក៏ឲ្យគេទៅនាំនាងកាណានឹងមកព្រះរាជវាំងប្រកាសដល់នៅមើលមុខមន្ត្រីតែងតាំងជាបុត្រច្បងជាធីតាច្បងរបស់ព្រះអង្គហើយអ្នកណារាប់អញ្ចឹងធីតាយើងមានអាមាត្យធំមួយរាប់ទទួលយកទៅចិញ្ចឹមជាកូនទៅហើយបកគលទ្រព្យសម្បត្តិទាំងអស់ថាចង់ធ្វើទានតែមិនធ្វើទៅនឹងឯងបានឧបាសិកាកាណានឹងជាព្រះសោតាបានផងទៀតហើយទ្រព្យសម្បត្តិសម្បូរអាមាធំអញ្ចឹងមានតែខ្វះខាតអីមើលធ្វើទានដល់ភិក្ខុសង្ឃហូរហែរហូតភិក្ខុសង្ឃនឹងសរសើរព្រះរាមាវិភាកថាព្រះអង្គយាងទៅបានធ្វើឲ្យបាសិកាកាណានឹងត្រឡប់អំពីដែលថាជេរប្រសង់នឹងមកជាសូមកម្មាទោសប្រសង់ហើយទៅជាបានថ្វាយទាននឹងប្រសង់កក្រឹកកក្រែងហ្នឹងបានព្រះអង្គទ្រង់ប្រទានពធัวអំពីអានុភាពនៃការដែលស្ដាប់ពធัวមកផ្លេតហ្នឹងអង្គត្រាស់ថាយៈថាបរិអតោកម្មពិរោវិបស្សនណោអនាវិឡោអេវੰធម្មានិសតវាណៈវិបស្ស័យតន្តិបណ្ឌិតាបណ្ឌិតទាំងឡាយនោះមានចិត្តថ្លាស្អាតដូចជាលងទឹកជ្រៅលងទឹកជ្រៅហ្នឹងគឺថាមានទឹកថ្លាស្អាតមិនកកល្អក់ត្រង់កណ្ដាលទៀតអាក្រោមហ្នឹងវាកកមានអាលើហ្នឹងវារលក់វាមានអីមិនតែអាកណ្ដាលនេះយ៉ាងណាមិញអេវੰធម្មានិសតវាណៈវិបស្ស័យតន្តិបណ្ឌិតានេះបណ្ឌិតទាំងឡាយដែលបានស្ដាប់ពធទេសនាទៅមានចិត្តថ្លាស្អាតអញ្ចឹងព្រះអង្គត្រាស់ហៅថាបណ្ឌិតបាសិកាកាណាហ្នឹងអញ្ចឹងហ្នឹងឯងចឹងនេះខ្ញុំណាគ្រាន់តែលើកត្រង់ដែលថាបុណ្យតួបុណ្យហ្នឹងគឺអញ្ចឹងអានុភាពជាក់ស្ដែងត្រង់លះបាបដូចយើងស្រេកទឹកហើយបានទឹកបរិសុទ្ធអញ្ចឹងមើលទឹកបរិសុទ្ធនឹងឯងសំខាន់ណាស់ដែលពុទ្ធបរិស័ទយើងកុំធ្វើជាទឹកពឹសពុលកុំធ្វើជាទឹកស្មោកគ្រោកកុំធ្វើជាទឹកលាយទៅដោយថ្នាំពឹសសម្រាប់អ្នកដទៃយើងធ្វើជាទឹកបរិសុទ្ធទៅគឺល្អណាស់ជីវិតរបស់យើងមុខតែចាកលោកនឹងទៅទេហើយយើងធ្វើជាទឹកបរិសុទ្ធអញ្ចឹងទៅវាមានប្រយោជន៍ដល់ខ្លួនឯងផងដល់អ្នកដទៃផងដល់សង្គមជាតិផងដល់ព្រះសាសនាផងមុខតែចែកឋានទៅទេតើយើងគិតដើម្បីឲ្យយើងបានស្អីវាមានអីក្រៅពីវិថីចិត្តដឹងអារម្មណ៍វាមានយើងឯណាហើយមានស្អីក្រៅពីវេទនាសោយអារម្មណ៍ដែលអាស្រ័យភាសៈកើតឡើងវេទនាសុខសោមនស្សរួចទៅរលត់បាត់ហើយយើងទៅរស់សប្បាយមួយអាទិត្យរួចទៅមានបានសប្បាយនឹងមកជាទីពឹងឯណាបើយើងមកសុខនៅក្នុងពភ្នោះហ่ะសិក្សាពធัวតិចក្នុងចិត្តហើយសន្សំទុកក្នុងចិត្តសន្តានល្អទៀតព្រោះជីវ័ននៃចិត្តហ្នឹងគឺថាតែកាលណាកើតឡើងហើយចិត្តសន្សំទៀតដែលឈ្មោះថាចិត្តដោយអត្ថសន្សំសន្តានដោយអំណាចជាវិន័យវិថីអញ្ចឹងទៅយើងត្រូវសន្សំអាភាពស្មោកគ្រោកដោយទឹកលូសំអុយហូរចូលស្ទឹងទន្លេឬក៏ត្រូវទឹកស្អាតចិត្តសន្តានរបស់យើងដូចស្ទឹងដូចទន្លេអញ្ចឹងហើយវាហូរចូលតាមផ្លូវភ្នែកជាចំអដាតកាយចិត្តតាមកាយកម្មវិជ័យកម្មមโนកម្មនេះតើយើងមើលតើឲ្យវាគ្រឿងស្មោកគ្រោកហូរចូលឬក៏ត្រូវទឹកដែលភ្លៀងទឹកថ្លាស្អាតទឹកល្អហូរចូលវិញអាហ្នឹងឯងដែលត្រូវប្រតិបត្តិទោះជាទឹកស្អាតហូរចូលក៏ដោយណាក៏ត្រូវតែមានកិច្ចប្រតិបត្តិដើម្បីធ្វើជាចម្រោះពីព្រោះអាស្មោកគ្រោកហ្នឹងវាមានស្រាប់ហើយដែលហៅថាអាសវៈគ្រឿងត្រាំដែលហៅថាអនុស័យដេកសំងំហ្នឹងវាមានរួចទៅហើយវាហូរចូលពីណាពីណីមកហើយទោះជាឥឡូវហ្នឹងយើងបិទទឹកស្អុយគឺយើងមិនធ្វើបាបយើងបើកទឹកស្អាតគឺយើងធ្វើបុណ្យប៉ុន្តែវានៅមានអាមេរោគហ្នឹងដែលវាសងំរួចស្រេចបាត់ទៅហើយពីណាពីណីមកអញ្ចឹងត្រូវមានចម្រោះហ្នឹងជាឈ្មោះនៃសោតាបត្តមៈសកតិគិមៈអនាគិមៈអរហតមៈនេះក្នុងបហានបធាននេះក្នុងសមបធាន4ហ្នឹងបហានបធាននេះមានលោកយៈមានលោកតរៈតលតែមានចម្រោះទាំង4ហ្នឹងចឹងបានអាទឹកដែលវាមានមេរោគហ្នឹងវាឆ្លងកាត់ទៅវាត្រូវស្លាប់មេរោគហ្នឹងវាត្រូវថ្លាស្អាតមួយជាន់ហើយមួយជាន់ទៀតតតែ4ជាន់ណាបានជាសន្តានបហប្រតិនៃបខៃណាស្រប
នឹងឯងគឺអស់មេរោគនឹងឯងដល់នៅវិសុទ្ធិប្រកបទៅដោយអង្គរបស់ព្រះអាសេខៈទាំង10ហើយសុខេណោវតៈអរហន្តោហើយមានសេចក្តីសុខនឹងសុខយ៉ាងម៉េចគឺថាតណ្ហាទេសੰនិវិជ្ជតិអត់មានតណ្ហាទៀតអស្មិមានណូសមុច្ឆិណូគឺកាត់ផ្ដាច់នៅអស្មិមាននេះនឹងទៅនឹងឯងមោហៈជាលៀងបតិលិតាំងគឺទំលាយនៅសំណាញ់គឺមោហៈនឹងឯងទៀតដែលឈ្មោះថាសុខេណោវតៈអរហន្តោមកគាថាហ្នឹងទៀតនឹងឯងសុខេណោវតៈអរហន្តោតណ្ហាទេសੰនិវិជ្ជតិអស្មិមានណូសមុច្ឆិណោមោហៈជាលៀងបតិលិតាំងនឹងគឺសេចក្តីសុខនៃវិខ័យណាស្របនឹងសុខមកពីកំចាត់បង់បាបពីបហបរតិចិត្តសន្តានយើងឃើញជាក់ស្ដែងទេបាបនឹងវានាំឲ្យយើងធ្វើខុសបាបនឹងឯងដែលនាំឲ្យយើងខឹងបាបនឹងឯងដែលនាំឲ្យយើងកើតទុក្ខភ័យខ្លាចសពគ្រប់ទាំងអស់ហើយបុណ្យនឹងជាសភាវៈដែលមកកំចាត់បង់អាភាពស្មោកគ្រោកក្នុងចិត្តសន្តាននឹងវាដូចថាយើងស្រេកឃ្លានយើងមានអាហារបរិភោគអញ្ចឹងណាបុណ្យនឹងដូចអាហារអញ្ចឹងជាបញ្ញអាហារណានឹងឯងបុណ្យនឹងឯងជាឱសថដែលយើងឈឺយើងមានថ្នាំណានឹងឯងបុណ្យនឹងជាថ្នាំនឹងណាយើងក្តៅស្អុះយើងមានកង្ហាបក់ហើយផ្ទះហប់ដៅមានម៉ាស៊ីនត្រជាក់អីចឹងទៅសម្រាប់រូបកាយហើយបើអត់មានបុណ្យទេចិត្តក្តៅកាហាយសម្រានអត់លក់នឹងឯងរឿងនេះរឿងនោះដល់តែមានបុណ្យនឹងឯងបើធัวទាំងអស់ហ្នឹងដែលរួមមកហៅថាជាបុណ្យហ្នឹងគឺសភាវៈដែលសម្រាប់ធ្វើឲ្យចិត្តតិចធ្វើឲ្យស្ងប់ធ្វើឲ្យអស់ការស្រេកឃ្លានគឺសភាពដែលជាបាបដែលជាកិលេសហ្នឹងត្រូវកំចាត់បង់បានដោយសភាវៈដែលជាបុណ្យហ្នឹងដែលព្រះអង្គត្រាស់ថាទេសនេនបហតពាធម្មាភាវនេយបហតពាធម្មាធម្មាហ្នឹងគឺបាបគឺអកុសលហ្នឹងត្រូវលះបង់ដោយទេសនៈគឺសោតាបត្តមៈហើយនឹងត្រូវលះបង់ដោយមគ្គភាវនានឹងឯងអាហ្នឹងដែលយើងត្រូវជ្រាបថាសភាវៈដែលសម្រាប់ឲ្យពុទ្ធបរិស័ទយើងជឿជាក់ច្បាស់លាស់ដែលថាកម្មសទ្ធាហ្នឹងគឺមិនមែនយើងចេះតែជឿអរតអរិយតែពីទេសភាវៈដែលជាបុណ្យនឹងឲ្យយើងជឿមែនណាជឿថាបុណ្យនឹងសភាវៈកំចាត់បាបពីក្នុងចិត្តណាហើយបាបនឹងឯងដែលជាមេទុក្ខមេលំបាកមេខ្វល់ក្នុងជីវិតរបស់យើងហ្នឹងយើងដឹងច្បាស់ហើយតើមានអ្នកណាដែលមកឲ្យយើងខឹងឲ្យយើងស្អប់បើយើងអត់មានបដិខៈសញ្ញាទេនោះបដិខៈសញ្ញាប្រែតែសម្គាល់ថាគួរឲ្យខឹងគួរឲ្យស្អប់ហ្នឹងណាចិត្តហ្នឹងវាសាងឡើងទៀតយើងវាចិត្តតែជឿអាទោសៈមូលចិត្តហ្នឹងអាសេចក្តីត្រេះរិះដែលប្រកបដោយទោសៈហ្នឹងថាបុគ្គលហ្នឹងគួរឲ្យយើងខឹងស្អប់មែនអាហ្នឹងជាការជឿខុសទេព្រោះទោសៈវាប្រកបដោយមោហៈហើយលោភៈក៏អញ្ចឹងនឹងឯងចឹងដែលគំនិតគិតប្រកបដោយលោភៈទៅក៏ចិត្តថាល្អណាស់ស្អាតណាស់ឆ្ងាញ់ណាស់ប្រសើរណាស់ពិសេសណាស់អីចឹងទៅយើងចិត្តតែជឿថាអ្វីហ្នឹងមានមែនចឹងទៅតាមពិតអត់ទេមាននៅក្នុងចិត្តគិតទេនឹងឯងហើយណាមួយគិតប្រកបដោយកំណាញ់គិតប្រកបដោយចំណែនមគ្គណាសិតតែរោគរបស់ចិត្តទេណាមគ្គរមិលគុណហ្នឹងរោគរបស់ចិត្តទៅត្រូវកំចាត់បងដោយបុណ្យដែលជាឱសថនេះដែលយើងមកអប់រំសំបុណ្យដែលជាការព្យាបាលរោគផ្លូវចិត្តដែលជាការកំចាត់បងអាពាធផ្លូវចិត្តហ្នឹងចឹងនៅក្នុងសេចក្តីដែលខ្ញុំបណ្ដារៀបរាប់សរុបពីអរិយមេអង្គ8ហ្នឹងដែលរួមនៅក្នុងកុសលលោកីនិងលោកកតរៈហ្នឹងឯងព្រោះអរិយមេអង្គ8យើងអធិប្បាយនៅក្នុងលោកយៈហ្នឹងឯងចឹងព្រោះដល់តែលោកកតរៈមានអីអធិប្បាយច្រើនទេត្រឹមតែថាមានព្រះនិព្វានមកជាអារម្មណ៍ជាមួយគ្នាជាឯកសមាង្គីនឹងឯងគឺសមាទិដ្ឋិរហូតដល់ទៅសមាធិនឹងមានអារម្មណ៍គឺព្រះនិព្វានជាមួយគ្នាទេហើយដល់ទៅអធិប្បាយវាត្រូវអធិប្បាយនៅក្នុងលោកយៈដែលមានអារម្មណ៍ផ្សេងគ្នាក្នុងការអប់រំចម្រើននៅសមាទិដ្ឋិនឹងឯងសមាសង្កបៈនឹងសមាវាចាសមាកមន្តោមានអារម្មណ៍ផ្សេងទៅបានឧបនិស្ស័យនឹងឯងឲ្យសម្រេចលោកតរៈទៅដូចជានៅក្នុងសមាការចិញ្ចឹមជីវិតត្រូវនេះហើយនឹងសមាជាយាមត្រូវនេះព្រោះណាក្នុងមគ្គលវៈព្រះពុទ្ធអង្គទ្រង់សម្ដែងចំពោះ
ก็น่ะสัตธิวิหารึกរបស់ព្រះសារីបុត្រឈ្មោះចូលសារីលោកប្រព្រឹត្តបាបធម៌អនេសនៈទៀតអានោះវាចូលក្នុងមិច្ឆាជីវៈចិញ្ចឹមជីវិតខុសហ្នឹងឯងហើយជាការដែលប្រព្រឹត្តទៅនៅក្នុងចតុបរិសុទ្ធសិលមិនបរិបូរណ៍ពីព្រោះមានអាជីវៈបរិសុទ្ធសិលគឺបរិសុទ្ធដោយការចិញ្ចឹមជីវិតត្រូវនឹងមានសេចក្តីជាយាមប្រព្រឹត្តទៅនឹងនៅក្នុងទីនេះត្រូវមានអាជីវៈវិបត្តិនឹងឯងលោកប្រព្រឹត្តវិជ្ជកម្មអីចឹងទៅបានចង្ហាន់ល្អយកមកប្រគេនព្រះឧបជាព្រះសិរីបុត្រមិនទទួលទេហើយលោកស្ងៀមចឹងទៅបានគាល់ព្រះរាមាពភាហើយព្រះអង្គក៏ប្រជុំវិខសង្ឃប្រកាសសម្ដែងនឹងឯងអង្គប្រកាសពីប្រកាសថាដើមព្រះអង្គទ្រង់ត្រាស់អំពីជីវិតដែលសៅមងហ្នឹងប៉ុន្តែរស់នៅងាយស្រួលព្រះអង្គត្រាស់ថាសុជីវាំងអហិរិកេនៈកាកៈសូរេនធាំងសេនាបខន្តិនីបកេបភេនៈសង្កលិតភេនៈជីវិតាំងជីវិតសៅមងទាំងក៏ណានឹងឯងជីវិតសៅមងហើយអត់មានហិរិខ្មាស់បាបខ្លាចបាបទេកាកៈសូរេនៈនឹងឃ្លាវខ្លាដូចជាក្អែកមានសភាពជាការឆក់ជាការដណ្ដើមទាំងធាំងសេនារមិលគុណទំលាយគុណព្រះឧបជាព្រះអាចារ្យអីហ្នឹងក៏មិនគោរពគុណមិនលើកតម្កើងគុណមិនដឹងសីលគុណសមាធិគុណបញ្ញាគុណទេធាំងសេនាហ្នឹងហើយបខន្តិនីបកេបភេនៈស្ទុះយកមុខយកមាត់បបចិត្តដតីធ្វើកុហកដតីធ្វើចង់យកមុខយកមាត់ថាអាត្មាអញអ្នកធ្វើហើយឆ្កំឆ្គងដោយកាយណាមិនគោរពសង្ឃមិនគោរពគណៈអីទេដោយកាយហ្នឹងមិនគោរពដោយវាចាទៀតឆ្កំឆ្គងដោយចិត្តយ៉ាងច្រើនទៀតបកេបភេនៈហ្នឹងនេះឯងដែលជាជីវិតសៅមងទាំងគឺមិនបានទៅជាស្អីទេទាំងណាមួយអាការខ្សែផ្សោយអារម្មណ៍ទាំងអស់ហ្នឹងវាអត់មែនជាអត្តាទូខ្លួនទេជាការចាប់ប្រកាន់វេទនាថាអាត្មាអញវិថីចិត្តដែលដឹងអារម្មណ៍ហ្នឹងថាអាត្មាអញគូឲ្យកំសត់ណាចឹងដែលអត់មែនជាខ្លួនឯងសោះហើយក៏ប្រព្រឹត្តទៅនៅក្នុងអភិសង្ខារគឺកម្មសម្រាប់វដ្តសង្សារវែងឆ្ងាយព្រោះហេតុតែមិនបានកំណត់ដឹងទុកនៃវដ្តសង្សារចង់ដោះស្រាយសេចក្តីទុកបន្តិចបន្តួចតែក្នុងជាតិនឹងទៀតហើយប្រើប្រាស់ពេលវេលាអស់មួយជីវិតគ្រាន់តែសេចក្តីទុកបន្តិចបន្តួចតែកើតមកជាមនុស្សហើយនឹងវាមានទុកអីប្រមាណបើប្រៀបទៅដូចជាធូលីនឹងចុងកញ្ចក់បើប្រៀបទៅនឹងទុកក្នុងវត្តដាក់ដែលដូចជាផែនដីតែសេចក្តីទុកដែលធំធេងដូចជាផែនដីអត់ដោះស្រាយអីទាំងអស់ព្រោះមិនដឹងទុកនឹងខំប្រឹងមកដោះស្រាយសេចក្តីទុកបន្តិចបន្តួចនឹងត្រូវចំណាយពេលវេលាមួយជីវិតមើលខាតសម្បើមមែនទេណាទៀតសេចក្តីនេះគឺថាមួយថ្ងៃនៃការប្រព្រឹត្តព្រះមច្ចរិយធម៌ណាសម្រាប់ដោះស្រាយសេចក្តីទុកក្នុងវត្តដាក់ដែលធំធេងដូចជាផែនដីសំខាន់មែនទេណាមួយថ្ងៃនេះណាហ្នឹងឯងមួយថ្ងៃដែលមានសិលដែលមានការសម្លឹងពិនិត្យមានបញ្ញាណាប្រសើរជាងការរស់នៅអស់រយនៃឆ្នាំដែលអត់មានសិលអត់មានការសម្លឹងពិនិត្យអត់មានបញ្ញាយោចវសសតាំងជីវេទុសីឡោអសមាហេតោអេកាហੰជីវិតាំងសាយោសីលវន្តសជាយិណោឬក៏បញ្ញវន្តសជាយិណោចឹងទៅចឹងដែលព្រះអង្គត្រាស់ជាច្រើនប្រកាសថាក្នុងសហសវៈនេះអេកាហੰជីវិតាំងសាយោទុបបញ្ញោអសម័យតោអេកាហੰជីវិតាំងសាយោបញ្ញវន្តសជាយិណោក៏ព្រះអង្គសម្ដែងមានសិលមានការសម្លឹងពិនិត្យអប់រំចិត្តមានបញ្ញាមួយថ្ងៃប្រសើរជាងការរស់នៅអស់រយនៃឆ្នាំដែលអត់មានសិលអត់មានការសម្លឹងពិនិត្យអត់មានបញ្ញាអញ្ចឹងមួយថ្ងៃដែលយើងវឹកខាត់អប់រំនេះណាសម្រាប់ដោះស្រាយទុកក្នុងវត្តដាក់ណាបែរទៅជាចំណាយពេលរាប់សិបឆ្នាំគ្រាន់តែដើម្បីមកដោះស្រាយសេចក្តីទុកមួយជាតិវាមានទុកអីប្រមាណមកអំពីយើងមិនចេះគ្រប់គ្រាន់ទេមកពីយើងមិនរងាប់ចិត្តទេម្ល៉េះហើយទោះជាមានបានសម្បត្តិក្នុងโลกនឹងប៉ុណ្ណាក៏
dương mình chọc ruân thlu với ruân cầm nành ruân chân này ruân để khăn crowd ấy nâng đó là men tên đó khăn crowd tên nâng nè bầm ra trong tiền nâng thư ca nghe bên lọ bên sát bên ra ha ấy chân tới phơi đầm nào tam phơi tới ta khăn nâng kê đây cái bao trên tới rứ có trôi chạ sang tới từ to nâng kê màu phơi ca dượt dao ấy chân tới hơi khoa mô đầm bay rồi sẽ đây sọc ọt một người sầm ra ban bay buôn màu ấy ta phần đăng tê con té cứ bài tư chìa ban đầu ai sẽ đây tốt trôi mà không chỉ vật nghe ấy đếnถ้าคอมรัวซอกนั้นเมื่อคอมรัวจะมาเรื่องโดยถ้าบ้านสมบัติขนองโลกมุกมอดเล็บอยู่ให้จังเตยถ้าซอกหนึ่งเอาไว้ต่างออกหนึ่งปันแต่ใบเตยจะบรรดาเอาสิ่งใดตกขนองชีวิตเรื่องบันทึกเป็นตัวได้ยังอัดบานออกรมเจ็ดเนี่ยอัดบานบอกปฏิบัติเอาแต่ตู้สกอลกุนหรือบ่ปะทัวเนี่ยเมื่อบรรดาจังนั้นนะครั้งนั้นคือการตกได้แต่เมียนาเกมาการตกจะนู่เยิงให้เจอเรื่องนี้ก็ครั้งเรื่องนู้นก็ครั้งเรื่องนี้ก็กำนันเรื่องนู้นก็จะนั่นไปเจงគ្នាสอบกรุบนี่ไอ้ได้เจชีวิตประกอบได้สิ่งใดตกได้ยังสอบแต่ปัฒนาสอบปันแต่สมกรแต่สิ่งใดสอบในเรื่องระบอบนี้ระบอบนู้ให้ชีวิตมันอาจรุ่ยพัดปีสิ่งใดตกให้นามวยระบอบใดจะตีสลังเตยปลอดปราเตยปลายปลุยตีดសេចក្តីប្រាថ្នាមិនគ្រប់គ្រាន់ក៏នៅតែឲ្យកើតទុកប៉ុណ្ណឹងប្រជែងនឹងអ្នកដទៃមានបានអីសពមើលអញ្ចឹងគោលការណ៍ដែលគុណម្ចាស់ណែនាំអប់រំហ្នឹងគឺដើម្បីឲ្យយើងមកអប់រំសេចក្តីសុខយ៉ាងស្ងប់យ៉ាងត្រជាក់សូម្បីតែរបស់ខាងក្រៅនឹងឯងមិនសម្បូរពោពេះដោយអ្នកដទៃអីនឹងយ៉ាងណាខ្លឹមសារនៃជីវិតគឺសេចក្តីសុខក្នុងចិត្តដោយសារគុណធម៌ដែលយើងអត់ដឹងថាក្នុងចិត្តនេះណាមានគុណធម៌សម្រាប់ឲ្យចិត្តសុខស្ងប់នឹងដូចថារមណីយដ្ឋានរបស់ចិត្តនៅដែលយើងវឹកខាត់មកក្នុងគុណពុទ្ធវឹកខាត់មកក្នុងគុណពធវឹកខាត់មកក្នុងគុណប្រសង្ឃរមណីយដ្ឋានរបស់ចិត្តមានមេត្តាចិត្តមិនកំណាញ់មិនចំណែនគឺចិត្តមានសេចក្តីសុខយ៉ាងច្រើននៅក្នុងគុណតម្លៃនៃជីវិតជាសម្បត្តិលោកុត្តរៈជារបស់ព្រះអរិយណាបានយើងឃើញថាអ្វីៗក្នុងโลกហ្នឹងគួរដល់ការលះបង់មែនលោកាមិសង្ឃបច្ចហេសន្តិពេខោតេនឹងឯងគឺក្នុងការដែលលះបង់គ្រឿងជាប់ជំពាក់ក្នុងโลกដែលវាជាអារម្មណ៍ជាគ្រឿងញៀនជាអារម្មណ៍ជាគ្រឿងសវឹងសពគ្រប់ទាំងអស់នឹងឯងដែលលោកភៈនឹងញៀនណាស់មកហើយសវឹងណាស់មកហើយនឹងអ្វីដែលជាអារម្មណ៍របស់លោកភៈសុទ្ធតែជាគ្រឿងលេងទាំងអស់នឹងឯងលោកភៈជាការលេងហ្នឹងឥឡូវយើងឈប់លេងហើយយើងធំដឹងក្តីហើយពេញវ័យហើយយើងមកទទួលយកអាវាតពធនឹងឯងដោយសេចក្តីសុខស្ងប់មមមួនក្នុងចិត្តសន្តានដែលយើងជ្រើសរើសយកសេចក្តីល្អហ្នឹងគឺថាល្អមមមួនឡើងអ្វីក្នុងโลกហ្នឹងល្អមកពេលមកគ្រាអីចឹងទៅប្រែប្រួលទៅទេគ្មានអ្វីដែលល្អសម្រាប់ជីវិតយើងជាងសេចក្តីល្អទេនិយាយរួមមកជាបកលេទិដ្ឋានក្នុងโลกនេះមិនមានអ្វីដែលល្អដែលសំខាន់សម្រាប់យើងជាងខ្លួនយើងជាមនុស្សល្អទៅទៀតទេនឹងឯងគឺយើងកុំទៅភ្ញាក់ផ្អើលជាមួយនឹងស្អីឯណាដតីបន់ស្រន់បួងសួងអីដើម្បីឲ្យមានអីដើម្បីឲ្យបានអីភ្នំមាសភ្នំប្រាក់ឬអភូតហេតុអីណាគឺគ្មានអ្វីអស្ចារ្យជាងការអប់រំចិត្តជាងកុសលធម៌ដែលប្រព្រឹត្តទៅចម្រើនទៅសំបីតែរើសសម្រាមមួយពីវត្តចោលហ្នឹងក៏ជាសេចក្តីសុខនៃជីវិតរបស់យើងស្រេចបាត់ទៅហើយអញ្ចឹងបានព្រះអង្គទ្រង់សរសើរបន្តមកទៀតណានៅក្នុងពគាថាបាញ់មិញហ្នឹងព្រះអង្គសម្ដែងពីគាថាក្រោយព្រះអង្គសម្ដែងថាសូម្បីតែមានការរស់នៅលំបាកនឹងស្រួលក៏ជាអានិសង្ឃហើយណាប៉ុន្តែរឿងលំបាកអីលំបាកដែលព្រះអង្គត្រាស់ថាហិរិមតោចតុជីវាំងនិច្ចាំងសុចេកវេសេនាអលីនេនេបកៈភេនៈសុធាជីវេនៈបស្សតាណែខ្លឹមសារនៅត្រង់បាតទី4នេះសទ្ធាជីវេនៈបស្សតាឃើញជីវិតបរិសុទ្ធនេះគឺថាដូចឡើងលើកំពូលភ្នំកៃឡាសអញ្ចឹងទាំងគាល់ព្រះដ៏មានពភាហើយស្ងប់រងាប់នៅលើកំពូលភ្នំកៃឡាសនឹងខ្យល់ត្រជាក់អាហារបរិភោគគឺថាផ្លែឈើអីមានគ្រប់គ្រាន់ទាំងអស់ហើយជាពិសេសគឺទីដែលអស់អាល័យ
ហើយទ្វានៃព្រះនិព្វានគឺអរិយមេអង្គ8ហ្នឹងមានហើយស្រេចអត់ចាំបាច់ចុះត្រឡប់មកវិញទេគឺប្រាប់កូនប្រាប់ចៅឲ្យកូនណាចង់ទៅតាមទៅណាកូនណាមិនទៅទេខំធ្វើល្អទៅណាកូនណាម៉ែទៅហើយពុកទៅហើយអត់ត្រឡប់មកវិញទេណានឹងឯងរបៀបដូចអញ្ចឹងទៀតហើយឡើងតកល់ព្រះរាមាវិភាកលើកពូលភ្នំកៃឡាស់បាត់អញ្ចឹងទៅហើយស្ដាប់ពធัวអស់សេចក្តីអាល័យណែយើងវាយ៉ាប់អាល័យហ្នឹងទៀតនឹងឯងយ៉ាប់ត្រង់អាល័យហ្នឹងទៅដល់ណាថាសុខថាសប្បាយធម្មយាត្រាទៅថ្វាយបង្គំស្នាមប្របាទលើកំពូលភ្នំសុមនៈកោតអូខំប្រឹងឡើងទៅហើយដល់តែបានថ្វាយបង្គំហើយនឹងឯងក៏ត្រូវតែមកវិញហ្នឹងឯងមកវិញហើយក៏ត្រូវឡើងយន្តហោះមកភូមិស្រុកទៀតហ្នឹងឯងគុណចាស់ក៏បានរៀបរាប់ឲ្យព្រះអង្គមានថេររិកាសាមញ្ញអីហ្នឹងថាបានលើកពីដំណើរទៅថ្វាយបង្គំស្នាមប្របាទលើកំពូលភ្នំសុមនៈកោតហ្នឹងអានេះខ្ញុំណាគ្រាន់តែប្ររពបន្តិចថាដំណើរដែលយើងប្រព្រឹត្តធัวនេះគឺជាការឡើងទៅលើកំពូលភ្នំកៃឡាស់ថ្វាយបង្គំព្រះពុទ្ធដោយឃើញធัวគឺឃើញព្រះពុទ្ធស្គាល់ព្រះពុទ្ធដោយបញ្ញាចក្ខុហើយមិនត្រឡប់មកវិញគឺមិនអាល័យនេះឯងដែលព្រះអង្គសម្ដែងខាងចុងនៃបណ្ឌិតវគ្គថាកម្មហង្ធម្មងវិតបហាយៈសុកាំងភាវេថបណ្ឌិតោអោកាអណោកមាគមៈវិវេកេយតទុរមាំងតត្រាភិរតិមិច្ឆាយៈហេតវាកាមេអកញ្ញណោបរិយោតៈបាយអត្តានំចតកលេសេហេបណ្ឌិតោយេសង្សម្ពោធិយ៉ាងកេសោសម្មាចិត្តតាំងសុភាវិតាំងអទានបដិនិសក្កេអនុបាទាយយេរតាខេណាសវាចតិមន្តោតេលោកេបរិនិពុតាច្រើនវិគាថាខាងចុងនៃបណ្ឌិតវគ្គហ្នឹងគឺថាបណ្ឌិតលះបង់ធัวខ្មៅសុកាំងធម្មងវិតបហាយៈហើយចម្រើនធัวសសុកាំងនឹងធัวសទាំងកម្មហង្សធัวខ្មៅកម្មហង្សធម្មងវិតបហាយៈសុកាំងភាវេថបណ្ឌិតោបណ្ឌិតគឺថាអប់រំចម្រើននៅសុកាំងហ្នឹងគឺធัวសនឹងឯងអោកាអណោកមាគមៈហ្នឹងគឺលះបង់នៅទីអាល័យអាស្រ័យព្រះនិព្វាននឹងឯងចឹងហើយប្រែហូហែមកពីរោះនៅក្នុងពគាថាធម្មវត្តបណ្ឌិតវគ្គវគ្គទី7វគ្គទី6ចឹងទី7អរហន្តវគ្គហ្នឹងអញ្ចឹងនៅក្នុងសេចក្តីដែលព្រះអង្គទ្រង់សម្ដែងអំពីជីវិតដែលមានខ្លឹមសារនេះគឺសទ្ធាជីវេនបស្សតាហ្នឹងគឺនៅត្រង់ដែលថាហិរិមតោមានហិរិហើយនិច្ចាំងសុចិកវេសេនាស្វែងរកនៅភាពស្អាតអស់កាលជានិច្ចអាលីននេណាបកៈភេនៈគឺមិនរួញរាមិនខ្ជិលច្រអូសហើយមិនឆ្កំឆ្គងរៀបរយដោយកាយរៀបរយដោយវាចាសង្រួមល្អអញ្ចឹងទៅហើយសំខាន់ខ្លឹមសារគឺការចិញ្ចឹមជីវិតល្អនេះសទ្ធាមិនសទ្ធាណាសស្អសទ្ធាជីវេនៈនឹងឯងទាំងមានជីវិតដ៏បរិសុទ្ធនឹងក្នុងការចិញ្ចឹមជីវិតនឹងឯងទាំងហើយនៅក្នុងការចិញ្ចឹមជីវិតដ៏បរិសុទ្ធនេះព្រះពុទ្ធអង្គក៏ទ្រង់បានប្រកាសសម្ដែងនៅក្នុងភិក្ខុវគ្គហ្នឹងគឺតេតងទៅនឹងការដែលខ្សែគប់ជាមួយគ្នានឹងកល្យាណមិត្តទាំងបានទាំងដូចយើងមកហ្នឹងមកខ្សែគប់កល្យាណមិត្តតែព្រះអង្គទ្រង់ប្រកាសថាមិត្តទេភៈជាសោកល្យាណេសទ្ធាជីវេអតន្តិតាហ្នឹងឯងមិនសទ្ធាជីវេនេះឯដកនោមួយចេញនៅត្រឹមតែសទ្ធាជីវេប៉ុន្តែថែមអតន្តិតាប្រែថាមិនខ្ជិលហើយមានជីវិតបរិសុទ្ធដដែលនឹងឯងដោយការខ្សែគប់ជាមួយនឹងកល្យាណមិត្តមិត្តទេភៈជាសោកល្យាណេនៅក្នុងពគាថាដែលព្រះអង្គសម្ដែងអំពីការដែលមាននៅការចិញ្ចឹមជីវិតដោយប្រពៃនេះចតុបរិសិទ្ធសិលនេះដែលព្រះអង្គត្រាស់ថាតត្រាយមាតិភវន្តិណាតត្រាយមាតិភវន្តិអ៊ិថៈបញ្ញសៈភិក្ខុណោឥន្ទ្រិយគុតតេសន្តថេបាតិមោខេចសង្វរោមិត្តេភៈជាសកល្យាណេសទ្ធាជីវេអតន្តិតេនេះគឺថាមានធัว3សម្រាប់ភិក្ខុដែលជាអ្នកមានបញ្ញា
ណាក្នុងសាសនានេះអ៊ីថៈបញ្ញាសភិកណោទៀតពីរោះណាភិក្ខុក្នុងសាសនានេះមានបញ្ញាបាននៅធัว3មួយគឺឥន្ទ្រិយគុត្តៈសង្រួមឥន្ទ្រី2សន្តថៈ3បាតិមោខេចសង្វរោសង្រួមក្នុងបាតិមោខហើយព្រះកថាលោកចែកសន្តថៈសេចក្តីសន្តោសនេះទៅជាសិល2ទៀតគឺអាជីវៈបរិសុទ្ធសិលនិងចតុបរិសុទ្ធសិលអញ្ចឹងរួមទៅជាសិល4នឹងឯងហើយសិល4នេះឯងដែលព្រះអង្គសម្ដែងថានាំឲ្យមាននៅបៃតេបាមោជ្ជៈហើយបៃតេបាមោជ្ជៈនេះជាអមតៈរបស់អ្នកចេះដឹងទាំងឡាយដែលព្រះអង្គទ្រង់ត្រាស់ថាយៈតោសម្មសតិខន្ធានាងឧទយបយ៉ាងលពតិបៃតបាមកជាងអមតាំងតាំងវិជាអ្នកតាំងនឹងក្នុងវិខវៈទី25ដែលនៃវិគាថាដំវត្តគឺថាបាននៅវិបស្សនាទៀតដឹងយៈតោធัวទាំងអស់នោះឯងទាំងធัวណាទាំងធัวទាំងឡាយណាគឺខន្ធាតអាយតនៈហ្នឹងខន្ធានាងឧទយបយ៉ាងហ្នឹងឃើញការកើតការរលត់នៃខណ្ឌទាំងឡាយហ្នឹងទៅអស់ប្រកាន់នេះឯងដែលបាននៅបៃតេបាមកជាក្នុងវិបស្សនាដែលជាសបាយបដិបទាដំណើរទៅកាន់ព្រះនិព្វានបដិបទាជាទីសបាយនឹងឯងមកពីអីមកពីមាននៅចតុបរិសុទ្ធសិលហ្នឹងហើយចតុបរិសុទ្ធសិលគឺមកអំពីការដែលបានខ្សែគប់នឹងកល្យាណមិត្តនេះនឹងឯងបាននៅការចិញ្ចឹមជីវិតដោយប្រពៃហ្នឹងហើយសេចក្តីជាយាមប្រព្រឹត្តទៅជាមួយគ្នាហ្នឹងទៀតជាមួយគ្នាហ្នឹងដូចដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងអំពីការដែលបាននៅបៃតេបាមកជាហ្នឹងហើយក៏អាស្រ័យនៅក្នុងទីស្ងប់ស្ងាត់ទៅព្រះអង្គត្រាស់សញ្ញាគារាំងបវត្តសៈសន្តចិត្តសភិកណោអមាននុស័យរតីហោតេសម្មាធម្មំវិបស្សតោគឺក្នុងការដែលភិក្ខុហ្នឹងលោកមានការព្យាយាមនៅក្នុងព្រៃក្នុងទីស្ងប់ស្ងាត់ហ្នឹងដែលមិនមែនជាទីត្រេកអររបស់មនុស្សទាំងឡាយទេហ្នឹងឯងអមាននុស័យរតីហោតេហ្នឹងចឹងហើយលោកមានបញ្ញាឃើញនៅធัวទាំងសម្មាធម្មំវិបស្សតោហ្នឹងឃើញនៅធัวហ្នឹងដែលនាំឲ្យសម្រេចនៅបៃតេបាមកជាជាអមតៈនៅក្នុងជីវិតរបស់លោកទាំងដែលជាសបាយបដិបទាប្រព្រឹត្តទៅនឹងបៃតេនោះគឺដូចកលធីតាសម្ដែងនៅក្នុងអត្តសាលនីអដ្ឋកថាអភិធម្មសង្កនីពុកម្ដាយរៀបចំខ្លួនទៅថ្វាយបង្គំបច្ច័យដីបរពតនៅតាមពាក់បណ្ឌិតទ្វីបគុណចាស់និមន្តទៅហ្នឹងប្រាប់ឲ្យកូនស្រីធ្វើកិច្ចការងារអីហើយទៅបើចង់ទៅតាមក្រោយទៅកូនស្រីហ្នឹងធ្វើហើយមករួចមករាល់ចឹងហើយចេញមកឃើញគេបូជាប្រទីបភ្លឺទៅក្នុងបច្ច័យដីលើភ្នំមើលទៅឃើញកើតបៃតេប្រពយកគុណពុទ្ធស្រាប់តែដែតកាយមកដល់បច្ច័យដីមុនពុកម្ដាយដែលគាត់មកយូរទៅហើយហ្នឹងពុកម្ដាយមកឃើញកូនអីកូនអញមិនមកតាមណាអីក៏លឿនម៉េះធ្វើការងារនៅផ្ទះអីរួចរាល់អស់ហើយហ្នឹងមកដែតដោយបៃតេមកតែមកចឹងហ្នឹងឯងដូចជាព្រះវគ្គលិអញ្ចឹងនៅពេលដែលព្រះអង្គជ្រាបឥន្ទ្រីចាស់ខ្លាហើយព្រះអង្គសម្ដែងថាឃើញធัวបានឃើញតថាគតមកឃើញអីរូបកាយស្អុយហ្នឹងព្រះអង្គបណ្ដេញថាឲ្យទៅឃើញតថាគតគឺឃើញធัวលោកស្ដាប់មិនតាន់បានលោកតោមនោះឡើងមកលើភ្នំកិច្ចកោតថាលោតឲ្យវាស្លាប់ទៅមកបួសដើម្បីឃើញព្រះអង្គអីព្រះអង្គបណ្ដេញចឹងឯងដល់ទៅពេលប្រុងលោតព្រះអង្គទ្រង់សម្ដែងឲ្យឃើញព្រះអង្គក្នុងពន្លឺហ្នឹងហើយព្រះអង្គត្រាស់ហៅវគ្គលិមករត់ថាគតមកថាវាដូរពីតោមនោះវឹបមកបៃតេហ្មងទៀតបៃតេថាព្រះអង្គហៅយើងវិញហើយព្រះអង្គហៅរយយើងហើយដែតមកតែម្ដងដោយបៃតេហ្នឹងទៀតហ្នឹងឯងដែតមកនៅឯកដល់អាកាសព្រះអង្គទ្រង់សម្ដែងមួយវិគាថាបាមកជាពហុលោភិក្ខុបសណ្ណោពុទ្ធសាសនេអធិកេឆេបទាំងសន្តាំងសង្ខារោបសមੰសុខੰភិក្ខុដែលបាននៅបៃតេបាមកជានេះក្នុងព្រះសាសនានេះគឺមានសេចក្តីជ្រះថ្លាណាស់ប្រសណ្ណោពុទ្ធសាសនេនឹងអធិកេឆេបទាំងសន្តាំងបានដល់នៅសន្តិបត្តិដែលស្ងប់រងាប់នៅសង្ខារធម៌ទាំងពួង
លោកស្ដាប់ទៅសម្រាប់ព្រះអរហន្តនៅនឹងឯកអាកាសនឹងតែម្ដងចុះមកថ្វាយបង្គំប្របាទព្រះអង្គនៅនាវត្តវេលវ័ននឹងរឿងការដែលពុទ្ធបរិស័ទយើងជ្រាបអំពីការប្រឹងប្រែងជាយាមនឹងគឺព្រះអង្គប្រកាសនៅក្នុងបកិនកវៈនេះប្រឹងប្រែងជាយាមនៅក្នុងកិច្ចដែលគួរធ្វើព្រះអង្គត្រាស់ថាអកិច្ចចាំពីដើមមកកន្លះគាថាមុនថាយេសញ្ចៈសុសមារដ្ឋានិច្ចំកាយកតាសតិអកិច្ចចាំទេអ្នកសេវន្តិកិច្ជេសាតច្ចការិណោសតានੰសម្បជានានាងកិច្ចអដ្ឋង្គកិឆន្ទអាសវាអាសវៈទាំងឡាយនឹងដល់ទៅការតាំងនៅមិនបានទេអដ្ឋង្គដល់ទៅការតាំងនៅមិនបានទាំងហ្នឹងហើយអដ្ឋង្គកិឆន្ទអាសវាសម្រាប់បុគ្គលដែលមានការប្រឹងប្រែងជាយាមដ៏ល្អយេសញ្ចៈសុសមារដ្ឋានេះប្រពជាយាមដ៏ល្អប្រពជាយាមនោះជាយាមក្នុងអីគឺនិច្ចំកាយកតាសតិមានសតិប្រព្រឹត្តទៅក្នុងកាយរកខ្លួនឯងឲ្យឃើញសិនតើយើងដែលជាអ្នកបានអ្វីក្នុងโลกហ្នឹងវាជាស្អីកុំឲ្យច្រឡំនឹងរូបធម៌នាមធម៌លើកប្រកាន់មកធ្វើជាតួខ្លួនហ្នឹងវារវល់ឥតប្រយោជន៍រូបធម៌នាមធម៌ហ្នឹងក៏ត្រូវបាត់បង់ទៅនឹងឯងបែកធ្លាយទៅរកឲ្យឃើញនាមរូបទៅបាននាមរូបហ្នឹងប្រកាសមកជាការមិនប្រកាន់មិនហួងហែងជាសេចក្តីសុខស្ងប់ទំនេរជាខាងក្នុងទៀតនេះឯងដែលពុទ្ធបរិស័ទយើងក៏បីបានជ្រាបពីអានិសង្សនៃសេចក្តីជាយាមនិច្ចំកាយកតាសតិហើយអកិច្ចន្តិអ្នកសេវន្តិមិនខ្សែគប់នឹងអករណីយកិច្ចព្រះអង្គប្រពចំពោះភិក្ខុនៅឯផត្តយនគរលោកទឹកតប់ធ្វើតំណប់ជើងពាក់ចេះចោះព្រះអង្គបញ្ញត្តិសិក្ខាបទហ្នឹងណាហើយព្រះអង្គទ្រង់សម្ដែងឲ្យសម្រេចព្រះអរហន្តទៀតកុំទៅរវល់ខ្វល់នឹងអារឿងដែលមិនអាចទម្លាយកិលេសនោះរឿងស្អីផ្សេងទៀតមិនអាចលះបង់កិលេសបាននេះកណ្ណាគុណចាស់គឺសិក្សាមើលលទ្ធិសាសនាដទៃតងូតទឹកលៀងបាបចឹងទៅហើយខាងព្រាហ្មណ៍នឹងប្រកាន់វណ្ណៈអីសពគ្រប់ថាជាតិតកូលនឹងប្រសើរពងពោះប៉ុន្តែអ្វីទាំងអស់ដែលមិនអាចមកលះបាបបានមិនជាខ្លឹមសារទេព្រះអង្គសម្ដែងថាព្រាហ្មណ៍តមហង្គព្រូមិព្រាហ្មណੰនឹងគឺនៅត្រង់ការបណ្ដែតបង់នៅបាបចេញពីចិត្តសន្តានអញ្ចឹងកិច្ចជេសាតច្ចការិណោត្រូវធ្វើកិច្ចការងារសាតច្ចតគ្នានៅកិច្ចដែលត្រូវធ្វើគឺសិលសមាធិបញ្ញានេះឯងសតានੰសម្បជានានាងមានស្មារតីមានសម្បជាញ្ញៈនឹងទៅបានអាសវៈនឹងឯងដល់នៅការតាំងនៅមិនបានដោយការប្រពសេចក្តីជាយាមក្នុងសាសនានេះឯងទាំងសូមអនុមោទនា